បាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាខ្ញុំបាទមុងណារ៉េតពីទីក្រុងឡុងប៊ិចរដ្ឋកាលីហ្វ័រញ៉ានេះគឺជារាត្រីថ្ងៃទី17ហើយ17ខែកក្កដាឆ្នាំ2026រាត្រីនេះមានបង្អែមមាត់មកផ្ទះធំយកតែមែនតើហើយដោយសារតែអញ្ចឹងហើយបានតែខ្ញុំរៀងយឺតពេលបន្តិចនៅក្នុងការផ្សាយផ្ទាល់ដែលនេះម៉ោង10ជាងយប់ទៅហើយនៅឯប្រទេសកម្ពុជានៅស្រុកអាមេរិកនេះទៅតែម៉ោង8ព្រឹកទេនៅទីក្រុងឡុងប៊ិចរដ្ឋកាលីហ្វ័រញ៉ាមាត់មកផ្ទះធំនេះគឺសម្រាប់យប់ថ្ងៃមានទាំងបង្អែមជាតិបង្អែមអន្តរជាតិថ្ងៃតែវាជាថ្ងៃសុក្រចំថ្ងៃដែលខ្ញុំអត់ព្រោះអីខ្ញុំធ្វើការមួយអាទិត្យខ្ញុំធ្វើ4ថ្ងៃមួយអាទិត្យខ្ញុំធ្វើ5ថ្ងៃអញ្ចឹងអាទិត្យនេះប៉ះចំថ្ងៃសុក្រតែខ្ញុំអត់ធ្វើការអញ្ចឹងពីអាទិត្យខ្ញុំអត់ធ្វើការថ្ងៃសុក្រម្ដងព្រោះថ្ងៃខ្ញុំធ្វើការ9ម៉ោងដើម្បីឲ្យខ្ញុំអាចលៃពេលឬក៏កន្លែងធ្វើការហ្នឹងគេឲ្យយើងដើម្បីធ្វើឲ្យច្រើនម៉ោង4ថ្ងៃទៅយើងនៅសល់2សប្តាហ៍ហ្នឹងគឺយើងគ្រប់ថ្ងៃសុក្រហ្នឹងយើងមិនចាំបាច់ធ្វើការទេព្រោះអីវាគ្រប់40ម៉ោងនៅក្នុងមួយសប្តាហ៍ដូចតែគ្នាទេមួយសប្តាហ៍និយាយទៅ2សប្តាហ៍80ម៉ោងមួយសប្តាហ៍36មួយសប្តាហ៍ទៀត44អញ្ចឹងទៅធ្វើឲ្យខ្ញុំអាចសល់ពេលវេលាច្រើនអញ្ចឹងព្រឹកថ្ងៃយប់ថ្ងៃសុក្រនេះគឺខ្ញុំមានពេលច្រើនណាស់ហើយសូមអធិស្ឋានឲ្យបងប្អូននៅឯប្រទេសកម្ពុជាយប់ជ្រៅណាស់ហើយម៉ោង10ការផ្សាយនេះអាចមានរយៈពេលប្រហែលជា2ម៉ោងឯណោះបាទអាចព្រោះអីឯកសារដែលត្រូវផ្សព្វផ្សាយនេះមានមិនតិចជាង100ទំព័រទេដែលស្រាវជ្រាវតាំងពីម៉ោង4ភ្លឺមក4 5ម៉ោងហើយអត់បានសម្រាប់តែមិនតិចអត់ដែរបើអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរគឺខ្ញុំនឹងអានព័ត៌មានទាំងនេះជម្រាបជូនបងប្អូនដែលមានមេត្តាតាមលំដាប់លំដោយដូចតទៅបាត់ទី1គឺមន្ត្រីវាំងមិនចេញទទួលលិខិតថ្វាយព្រះមហាក្សត្រខ្មែររឿងសុំជួយលោករងឈុនអគ្គនាយកដ្ឋានអន្តោប្រវេសន៍បំភ្លឺជំវិញលុយបង់ថ្លៃ$30និងតម្រូវការសម្បត្តិកំណើតនិងមន្ត្រីឯកសណ្ឋានដើរតាមសុំលុយភ្ញៀវនៅឯពលានយន្តហោះជនរងគ្រោះប្តឹងផ្កាយ3នគរបាលទេសចរគឺមេនគរបាលទេសចររឿងចាប់ឃុំខ្លួនតាមតែអំពើចិត្តករណីទំនាស់គ្រួសារបញ្ហាលុយកាក់កន្លះលានដុល្លារអតីតប្រធានស្ដីទីគណៈបកភ្លើងទៀនរាជធានីភ្នំពេញលោកខឹមច័ន្ទវណ្ណៈចេញពីពន្ធនាគារក្រោយអនុវត្តទោសគ្រប់2ឆ្នាំកន្លះក្រុមអ្នកកសែតស្នើឲ្យលោកហ៊ុនម៉ាណែតសុំព្រះមហាក្សត្រលើកលែងទោសអ្នកសារព័ត៌មាន2នាក់លោកកម្មសុខាលាចាកសិក្ខាបទវិញដោយបួសសងគុណមេដាបិតាអស់រយៈពេល1សប្តាហ៍ករណីសង្ស័យរឿងទារលុយជនភៀសសឹកដើម្បីបានផ្ទះបណ្ដោះអាសន្នផ្អើលពេញបណ្ដាញសង្គមអ្នកសារព័ត៌មានខ្មែរជាដែនលោកអង្គថាប់រាំងត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារតែទោសត្រូវបានព្យួរស្ថានទូតរុស្ស៊ីប្រចាំនៅកម្ពុជាបដិសេធព័ត៌មានដែលថាជនជាតិរុស្ស៊ីមួយគ្រួសារលំបាកជីវភាពត្រូវការជំនួយវិលត្រឡប់ទៅប្រទេសរុស្ស៊ីវិញទាហានថៃស្រមោចក្នុងខោជន់មីនរបួសជាង2នាក់ទៀតនៅខេត្តស៊ីសង្កេតជាប់ព្រំដែនខេត្តព្រះវិហារចិនធានាប្រាប់ថៃកុំឲ្យភ័យត្បិតរថក្រោះដែលចិនលក់ឲ្យកម្ពុជាមិនឲ្យប្រើវាយថៃទេតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC សម្រេចបញ្ជូនសំណុំរឿងអកតកម្មសង្គ្រាមនៅទៅជំនុំជម្រះនិងសរុបព្រឹត្តិការណ៍ប្រចាំថ្ងៃបងប្អូនព័ត៌មានច្រើនសន្តិភាពគាត់ថាអានម្ដងជើងព័ត៌មានហ្នឹងក៏ឃើញថាសឹងថាពី3នាទីទៅហើយក៏ប៉ុន្តែរឿងដែលសំខាន់ថ្ងៃនេះខ្ញុំមានព័ត៌មានជាច្រើនហើយក៏មានមតិបងប្អូនប្រជាពលរដ្ឋហ្នឹងក៏លើកឡើងច្រើនតាក់ទងនឹងការងារសុខទេសរបស់យើងជាពិសេសរឿងយកលុយនៅពលានយន្តហោះហើយរឿងប្រតិកម្មរបស់ខាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍របស់កម្ពុជាមុននឹងចូលដល់រឿងអគ្គនាយកដ្ឋានហ្នឹងខ្ញុំនឹងជជែកពីរឿងណែលោករងឈុនទៅមុនសិនហើយខ្ញុំនឹងចូលដល់រឿងនេះតាមលំដាប់លំដោយតែម្ដងទៅរឿងមន្ត្រីវាំងមិនចេញទទួលលិខិតថ្វាយព្រះមហាក្សត្រខ្មែររឿងសុំជួយអន្តរាគមន៍ប្រជាជនលើកលែងទោសលោករងឈុនរឿងហាមឃាត់សិទ្ធិនយោបាយនិងសិទ្ធិបោះឆ្នោតអីនោះគឺយើងឃើញថាមែនតើទៅវាជារឿងគួរឲ្យខកចិត្តសម្រាប់ប្រជាពលរដ្ឋខ្មែរមកយកមកហើយរឿងការដែលយកលិខិតយកទៅដាក់អីនៅស្ថាប័នពាក់ព័ន្ធដើម្បីឲ្យមានអន្តរាគមន៍រឿងអន្តរាគមន៍ជួយគឺជារឿងមួយដូចសំភ្លើងយ៉ាយើងដឹងហើយរាល់ដងគឺឲ្យតែប៉ះពាល់រឿងនយោបាយស្ថាប័នកម្ពុជាណាក៏រាថយក៏រារែកក៏មិនចង់ទទួលឬក៏ដូចថាធ្វើឲ្យបង្ក្រប់កិច្ចដូចថាចង់ដៃចង់ជើងអីចឹងណាក៏ប៉ុន្តែរឿងដែលគួរឲ្យរកម្មចិត្តនិងខកចិត្តមួយហ្នឹងគឺថាតើក្រសួងព្រះបរមរាជវាំងឬក៏ខុទ្ទកាល័យព្រះបរមរាជវាំងខាត់បងអីសម្បើម្លេះនៅពេលដែលគ្រាន់តែទទួលញត្តិប្រជាពលរដ្ឋដើម្បីឲ្យគ្នាអស់ចិត្តដោះស្រាយមិនដោះស្រាយគឺជារឿងទុករបស់ប្រជារាស្ត្រគឺជាទុករបស់ព្រះមហាក្សត្រតើព្រះមហាក្សត្រលោកមានបានដឹងរឿងហ្នឹងទេដែលប្រជារាស្ត្រលោកដើរទៅយកដាក់លិខិតទៅជូនដំណឹង3 4ថ្ងៃមុនជាសាធារណៈទៀតថ្ងៃ17នេះគឺគណៈបកកម្លាំងជាតិនឹងយកលិខិតទៅថ្វាយព្រះមហាក្សត្រព្រះបាទនរោត្តមសីហមុនីដើម្បីឲ្យលោកជួយធ្វើប្រជាអន្តរាគមន៍លើកលែងទោសរងឈុនដើម្បីផ្ដល់សិទ្ធិនយោបាយសិទ្ធិឈ្មោះបោះឆ្នោតសិទ្ធិនិយាយស្ដីជាសាធារណៈនិយាយទៅគឺសិទ្ធិចូលរួមក្នុងជីវភាពនយោបាយដែលជាសិទ្ធិស្របច្បាប់ធានាដោយរដ្ឋធម្មនុញ្ញហើយត្រូវបានរដ្ឋាភិបាលកម្ពុជាបំពេញហើយប្រកោណាជាអង្គព្រះមហាក្សត្រគឺលោកនៅមើលសុខទុក្ខរបស់រាស្ត្រនៅពេលឥឡូវរាស្ត្រកំពុងតែមានទុក្ខនេះរាស្ត្រកំពុងតែមានទុក្ខធ្ងន់ណាស់ហើយខ្ញុំជឿថាអង្គព្រះមហាក្សត្រក៏លោកមានសពប្រជាហឫទ័យចង់ជួយកូនចៅនឹងតាមអាយុហើយព្រោះព្រះជាអង្គណាដោយអង្គណាដែរតាំងពីប្រកោណាប្របាទនរោត្តមសីហនុមកគឺលោកតែងតែឈឺឆ្អែលគ្រប់តែពេលតាហេតុអីបានជារឿងគ្រាន់តែទទួលញត្តិ
ដើម្បីឲ្យបានលឺដល់ព្រះមហាក្សត្រខ្មែរហ្នឹងក៏បបាក់ដោយសំភ្លើងយៈម្លេះតើប្រជារាស្ត្រសងៃជាអនុប្រជារាស្ត្រឬក៏ជាសម្រាមឬក៏ជាអ្វីឲ្យប្រកាសព្រោះអីធម្មតានៅពេលដែលរាស្ត្រមានទុកអស់ជំរឿសគ្រប់តាមមធ្យោបាយហើយគឺរាស្ត្រផ្ដល់តម្លៃឲ្យអង្គព្រះមហាក្សត្រគឺជាការគោរពការដូចថាអស់សង្ឃឹមអ្វីគ្រប់យ៉ាងក៏នៅតែមានសង្ឃឹមចុងក្រោយមួយទៀតគឺកតកាឡៃព្រះមហាក្សត្រក្នុងន័យនេះគឺប្រជារាស្ត្រដែលមានគណៈបកប្រឆាំងគឺគណៈបកកម្លាំងជាតិហ្នឹងគឺជាការផ្ដល់ជាកិត្តិយសដ៏ឧត្តមឧត្តមណាស់សម្រាប់អង្គព្រះមហាក្សត្រនេះព្រោះអីសង្ឃឹមថាស្ថាប័នព្រះមហាក្សត្រនេះគឺជាស្ថាប័នចុងក្រោយដែលអស់សង្ឃឹមគ្រប់យ៉ាងនឹងជួយដោះស្រាយរឿងទុក្ខរាហើយក៏ប៉ុន្តែហេតុអីបានជាអស់លោកនៅខាងកតកាឡៃព្រះបរមរាជវាំងហ្នឹងប្រមាថប្រជាស្ដារព្រះមហាក្សត្រដោយសូម្បីតែបញ្ជូនមន្ត្រីម្នាក់មកទទួលលិខិតលោកដោះស្រាយមិនដោះស្រាយអានឹងជារឿងរបស់លោកតាក៏ប៉ុន្តែវាថោកអីនឹងដៃថ្លៃអីនឹងមាត់គ្រាន់តែទទួលញ៉ាត់នឹងដើម្បីឲ្យប្រជារាស្ត្រគ្នាអស់ចិត្តទៅវាថៃវាជាការផ្ដល់កិត្តិយសដល់អង្គព្រះមហាក្សត្រផងវាជាការបញ្ជាក់ប្រាប់ប្រជារាស្ត្រខ្មែរផងថាទុករបស់ប្រជារាស្ត្រគឺជាទុករបស់ព្រះមហាក្សត្រដូចសម័យណែអង្គរវត្តចឹងដែលព្រះមហាក្សត្រខ្មែរអង្គមុនមានជាពាក្យស្លោកឬក៏ឃ្លាដែលបានបញ្ជាក់ថាព្រះមហាក្សត្រហើយនិងប្រជារាស្ត្រគឺនៅជាប់គ្នារាស្ត្រមានទុកគឺក្សត្រមានទុករបស់រាស្ត្រគឺជាទុករបស់ព្រះមហាក្សត្រក៏ប៉ុន្តែឥឡូវទុករបស់រាស្ត្របែរទៅជាព្រះមហាក្សត្រលោកអត់បានដឹងដោយសារតែមន្ត្រីព្រះបរមរាជវាំងគឺបំពេញប្រជាស្ដារព្រះមហាក្សត្រហ្នឹងគឺក្នុងន័យថាមិនយកចិត្តទុកដាក់ដើម្បីដោះស្រាយបញ្ហារាស្ត្រគណៈបកកម្លាំងជាតិមែនតើបើតាមមើលពួកគាត់មិនតឹងបានទៅរំខានអង្គព្រះមហាក្សត្រហ្នឹងថាសុំជួបស្គាល់ព្រះមហាក្សត្រដើម្បីជូនលិខិតតាមពិតបើនិយាយឲ្យមែនតើគឺគណៈបកកម្លាំងជាតិហ្នឹងគួរតែសរសេរលិខិតហ្នឹងជូនដំណឹងថ្វាយទៅព្រះមហាក្សត្រសុំជួបព្រះមហាក្សត្រទៀតផងក៏ប៉ុន្តែប្រហែលជាគណៈបកនេះយល់ថាមិនចង់រំខានពេលវេលាឬក៏ព្រះមហាក្សត្រខ្មែរព្រោះព្រះអង្គទើបតែយាងមកពីព្យាបាលព្រះជរោគនៅទីក្រុងប៉េកាំងអាចត្រូវសម្រាប់ប្រកាយអីមួយរយៈសិនទៅអញ្ចឹងចង់តែយកលិខិតនេះត្រឹមតែជូនខុទ្ទកាឡៃព្រះបរមរាជវាំងដើម្បីឲ្យបានទទួលវាយស្លាកបោះត្រាត្រឹមត្រូវឲ្យសមស្របទៅហើយយកទៅថ្វាយព្រះកូណាព្រះបាទនរោត្តមសីហមុនីឬក៏មិនថ្វាយគឺជារឿងរបស់ខុទ្ទកាឡៃរបស់ព្រះមហាក្សត្រក៏ប៉ុន្តែគ្នាទៅត្រៀមរៀបចំគ្នា30-40នាក់យកទៅដោយសន្តិវិធីដោយផ្ដាល់កិត្តិយសដោយផ្ដាល់តម្លៃដោយស្ថាប័នដ៏ឧត្តមឧត្តមមួយនេះទៅដល់មាត់ទ្វារហើយគឺគ្មានមន្ត្រីណាមកទទួលយកងាត់និយាយទៅគឺមន្ត្រីខុទ្ទកាឡៃគឺដោះដៃតែម្ដងដោយសារអីគឺយើងឃើញហើយរូបភាពហ្នឹងគាត់ទៅឈរចាំមាត់ទ្វារជិត1ម៉ោងទីបំផុតគេប្រាប់មកវិញថាដាក់ចោលនៅក្នុងប្រអប់សម្បត្តិហ្នឹងទៅអានេះអ្វីដែលតាមសេចក្តីរាយការណ៍និងបទសម្ភាសន៍របស់តំណាងឲ្យយុវជនគណៈបកកម្លាំងជាតិដែលយើងឃើញហើយលោកដែលផុនសុភាដែលជាប្រធានយុវជនគណៈបកកម្លាំងជាតិនេះលោកបានយកញត្តិនេះទៅជាមួយនឹងក្រុមអ្នកគ្រប់គ្រងគណៈបកឬក៏គណៈបកកម្លាំងជាតិនេះប្រមាណជា30នាក់ហ្នឹងទៅដល់ទីនោះដោយអហិង្សាដោយសន្តិវិធីដោយសេចក្តីថ្លៃថ្នូរដោយសេចក្តីគោរពក៏ប៉ុន្តែខាងព្រះបរមរាជវាំងខ្វះក្តីគោរពសម្រាប់ប្រជារាស្ត្រទូទៅដូចជាមាក់ងាយនឹងការដែលតស៊ូដើម្បីឲ្យព្រះមហាក្សត្រនឹងលោកយកចិត្តទុកដាក់ដល់រាស្ត្រហ្នឹងហេតុអីបានជាអស់លោកធ្វើដូច្នេះគ្រាន់តែចេញមកទទួលញត្តិហ្នឹងគឺវាយ៉ាងម៉េចទៅវាចង្រៃអីខ្លាំងទៅឬក៏វាជ្រុះមាសអស់ពីព្រះបរមរាជវាំងឬក៏យ៉ាងម៉េចដល់ពេលចុងក្រោយគាត់ប្រាប់មកថាដាក់នៅប្រអប់សម្បត្តិបើដាក់នៅប្រអប់សម្បត្តិដដែលចាំបាច់គណៈបកកម្លាំងជាតិហ្នឹងយកមនុស្សទៅធ្វើអីយើងផ្ញើតាមតាប៉ុស្តិ៍ប្រៃសណីទៅវាជាការចប់ប៉ុន្តែវាមិនមែនជារឿងអញ្ចឹងទេការផ្ដល់តម្លៃឲ្យស្ថាប័នអង្គព្រះមហាក្សត្រនេះគឺជាការធ្វើអញ្ចឹងធ្វើនេះគឺជាការធ្វើឲ្យតម្លៃតែបើយកគ្រាន់តែទម្លាក់ចោលនៅក្នុងប្រអប់សម្បត្តិគឺហាក់បីដូចជាមិនខ្វល់នឹងស្ថាប័នមួយនេះទេទៅបោះចោលអញ្ចឹងទៅនៅក្នុងប្រអប់សម្បត្តិអ្នកណាយកក៏យកឃើញក៏ឃើញមិនបានក៏បានក៏ប៉ុន្តែនេះគឺរៀសឲ្យតម្លៃអង្គព្រះមហាក្សត្រទៅដល់ទាំងក្រុមប្រជារាស្ត្រកំពុងមានទុកពេញផ្ទៃប្រទេសករណីលោករងឈុនណាមិនមែនជាករណីបុគ្គលទេគឺជាករណីអាយុជីវិតជាតិព្រោះការរដ្ឋបတ်សិទ្ធិសេរីភាពនយោបាយរបស់ក្រុមឬក៏ប្រជាប្រដ្ឋខ្មែរគឺជាការរំលោភរដ្ឋធម្មនុញ្ញវាប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់ប្រជាប្រដ្ឋជាទូទៅវាប៉ះពាល់ដល់មុខមាត់កិត្តិយសសេចក្តីថ្លៃថ្នូរប្រជាធិបតេយ្យរបស់កម្ពុជាលើឆាកអន្តរជាតិអញ្ចឹងយើងតែពេលមានបញ្ហាហ្នឹងគឺយើងបញ្ហាពន្ធក្រោយជាមួយនឹងអាមេរិកក៏យើងគេកំពុងតែចង់ឲ្យសកាត់កយើងអារឿងគេដក EBA ក៏តែអារឿងអញ្ចឹងអារឿងយើងមានបញ្ហាសពបែបយ៉ាងប្រទេសណាក៏គេមិននៅជាខាងយើងគេមិនគ្រប់គ្រងយើងសូម្បីតែរឿងចំនួនជាមួយព្រំដែនថៃក៏អារឿងហ្នឹងទាំងអស់ហើយតែយើងនាំគ្នាគិតថារឿងទូចតាចយើងដោះដៃយករួចខ្លួនដល់ពេលឥឡូវយើងឃើញបញ្ហាទេយើងធ្វើឲ្យជាតិសាសន៍នេះរីងរៃអស់សង្ឃឹមគ្រប់យ៉ាងមិនឥឡូវឲ្យប្រជាប្រដ្ឋធ្វើអីទៀតតឡាការតស៊ូតវ៉ាគ្រប់ជាន់ថ្នាក់អហិង្សាតាំងពីតឡាការសាលាដំបងសាលាធរតឡាការកំពូលអត់បានមានយុត្តិធម៌អីក្រោមគំនាបរបស់រដ្ឋាភិបាលកម្ពុជាឥឡូវមានតែអង្គនៅឯករាជ្យដែលជាមលុបដល់ត្រជាក់ត្រជុំសម្រាប់កូនចៅផ្ដល់កិត្តិយសដល់អង្គព្រះមហាក្សត្រដើម្បីដោះស្រាយបញ្ហាត្រូវបានអស់លោកធ្វើមិនដឹងមិនលឺគ្នាទៅដល់លបងប្រាប់ថាដាក់នៅក្នុងប្រអប់សវត្ថក៏បានដែរចុងក្រោយមន្ត្រីខុទ្ទកាឡៃណាក៏មិនមកទទួលដែរទៅឲ្យមន្ត្រីប៉ូលីសនគរបាលសន្តិសុខយាមខុទ្ទកាឡៃទទួលញ៉ាត់យកទៅឲ្យកងសន្តិសុខអាហ្នឹងបើយើងនិយាយទៅគឺអត់មានតម្លៃអីតតតែសោះតម្លៃដ៏ថ្លៃថ្លារបស់គណៈបកកម្លាំងជាតិយកទៅដើម្បីថ្វាយព្រះមហាក្សត្រក្នុងនាមជាកិត្តិយសត្រូវបានមន្ត្រីនឹងទម្លាក់ចោលត្រឹមមកឲ្យមន្ត្រីនគរបាលយាមព្រះបរមកាឡៃចោលទៅមន្ត្រីផ្លូវការហ្នឹងខុទ្ទកាឡៃហ្នឹងអស់លោក
លវលខ្លាំងណាស់មែនទេរាល់ថ្ងៃហ្នឹងកំពុងតែលវលគិតរឿងត្រូវវាយថៃយកដីមកវិញតែ73កន្លែងហ្នឹងឬក៏គាត់លោកកំពុងតែលវលដែលមិនអាចរើដៃរួចដែរគ្រាន់តែមកយកញ៉ាត់ចុះហត្ថលេខាថាបានទទួលអីអញ្ចឹងដើម្បីឲ្យគ្នាស្ងប់ចិត្តលោកធ្វើមិនបានឥឡូវសូម្បីតែឲ្យទៅប៉ូលីសហ្នឹងក៏ប៉ូលីសអត់មានទៅចុះហត្ថលេខាទទួលអីមិនទទួលអីទេអញ្ចឹងចង់គេផ្ញើជូនទៅថ្វាយព្រះមហាក្សត្រក៏ថ្វាយមិនថ្វាយក៏ចាត់ទុកថាលិខិតហ្នឹងរបស់ហ្នឹងអត់ផ្លូវការអត់អីខុសនីតិវិធីអីទៀតកប់ចោលអញ្ចឹងទៅព្រះមហាក្សត្រលោកថាអត់ដឹងអីអញ្ចឹងទៀតទៅរឿងហ្នឹងវាទៅណាទៀតរឿងនេះវាតកតនឹងរឿងនយោបាយទេព្រោះអីខុទ្ទកាល័យព្រះមហាក្សត្រហ្នឹងក៏ចង់កិច្ចវេះពីការទទួលខុសត្រូវកុំឲ្យអំពើទុកដែរព្រោះតែលិខិតនេះថ្វាយទៅដល់ព្រះមហាក្សត្រលោកច្បាស់ជាពិបាកហើយព្រោះរឿងនយោបាយហើយព្រះមហាក្សត្រខ្មែរក៏លោកទៅដោះស្រាយរឿងនយោបាយមិនបើលោកហ៊ុនសែនថាទេគឺទេលោកហ៊ុនសែនថាដោះគឺដោះវារឿងនៅតែបុគ្គលម្នាក់ទេព្រោះនឹងស្រុកខ្មែរហ្នឹងអ្នកដែលមានឥទ្ធិពលលើស្ដេចផែនដីគឺមានតែលោកហ៊ុនសែនតែដូច្នេះដល់អញ្ចឹងទៅគឺធ្វើឲ្យព្រះបរមរាជវាំងហ្នឹងក៏លំបាកប៉ុន្តែលំបាកយ៉ាងណាក៏ដោយមិនគួរណាធ្វើឲ្យអង្គព្រះមហាក្សត្រចោះទុនខ្សោយដោយសារអស់លោកសោះព្រោះស្ថាប័នព្រះមហាក្សត្រនេះគឺជាស្ថាប័នកម្ពុជាព្រះអង្គគឺជាប្រមុខរដ្ឋគឺជាព្រះបិតាជាតិគឺជាអ្នកសម្របសម្រួលបង្រួបបង្រួមជាតិនៅក្នុងរដ្ឋធម្មនុញ្ញចែងអញ្ចឹងតាគឺព្រះអង្គគឺនៅលើនាយករដ្ឋមន្ត្រីនៅលើអីទាំងអស់គឺកម្ពុជាគេសូម្បីតែព្រះអង្គត្រូវសម្រាប់ព្យាបាលប្រជារោគនៅក្រុងប៉េកាំងប្រទេសចិនក៏ត្រូវតែផ្ទេរតួនាទីប្រមុខរដ្ឋស្ដីទីហ្នឹងមកឲ្យលោកហ៊ុនសែនចាប់អាគោលការណ៍ប្រមុខរដ្ឋស្ដីទីហ្នឹងទៅបើរវល់ទៅដោះលែងលើកលែងអ្នកទោសជាប់ទោសពីបទគ្រឿងញៀន1គីឡូជាងជនជាតិបែលហ្សិកដែលត្រូវកាត់ទោសមួយជីវិតណាឲ្យរួចខ្លួនបាត់ឈឹងពេលដែលព្រះមហាក្សត្រលោកមិននៅមកដោះអ្នកទោសគ្រឿងញៀនចេះវិញដល់តែពេលអ្នកទោសដើម្បីប្រយោជន៍ជាតិខ្មែរដោយលោករងឈុនដោយលោកកម្មសខាកិច្ចគ្រប់គ្នារឿងនេះគឺជារឿងមួយដែលអស់លោកធ្វើទុកបុកម្នេញរាជនេះយូរពេកហើយអស់លោកកំពុងតែគិតថារួចខ្លួនណាទឹកផ្នែករាជនេះលោកហែលមិនរួចទេលោកមិនអាចហែលទឹកភ្នែករាជនេះរួចទេខ្ញុំគាត់ណាលើកប្រាប់ថាលោកអាចបំភ្លេចលើកឬថាប្រជារាជធ្វើបាបគេរាល់ថ្ងៃអញ្ចឹងទៅប្រហែលជាតែបន្តិចទៅភ្លេចឲ្យព្រៀងកាឡាមកខ្លងមកក៏ប្រអប់ទៅលៀបចុះលៀបឡើងទៅអរគុណថ្វាយអង្គមពោតអីចឹងទៅមិនទេរាជឈឺចាប់យូរពេកហើយបើលោកបង្កឲ្យមានការឈឺចាប់យូរបែបនេះគឺច្បាស់ណាស់គឺប្រជាពលរដ្ឋនឹងក្តៅក្រហាយប្រទេសយើងនឹងជួបតែគ្រោះមហន្តរាយនឹងការដាក់ផ្ដាសាគ្មានទីបញ្ចប់ទេព្រោះវាក៏ហល់ក្រហាយវាដូចថាអំពើបាបវាច្រើនពេកវាអត់មានអំពើសុខសន្តិភាពសេរីភាពអីហ្នឹងណាហើយពេលដែលអ្នកកសែតសួរលោកផុនសុភាថាសង្ឃឹមដែរទេគ្នាចិត្តថាសង្ឃឹមទៅសង្ឃឹមថានឹងបានលឺដល់ព្រះមហាក្សត្រប៉ុន្តែចង់នៅពេលដែលសង្ឃឹមហ្នឹងក៏បានបង្ហាញការខកចិត្តដែរថាអត់មានអ្នកណាសញ្ញេទទួលទេហើយគេថាមកពីអត់ណាត់មុនគាត់ថាក៏អត់បានទាំងស្នើសុំជួបព្រះមហាក្សត្រផងគាត់តែមន្ត្រីព្រះបរមរាជវាំងនៅខុទ្ទកាល័យនឹងមកទទួលញត្តិនឹងក៏វិធីគាត់ថាមើលទៅដូចខុសបែបបទរដ្ឋបាលអ្ហ្មិចទេព្រោះអីយកញត្តិដែលប្រជាពលរដ្ឋដាក់មកជាសាធារណៈបែបហ្នឹងខុទ្ទកាល័យគាត់ទៅទទួលនឹងវិធីហើយចាំបាច់កិច្ចវេះអីឬក៏អើយពិបាកមែនតើហើយឥឡូវនេះគឺរឿងនេះគឺជារឿងរកម្មចិត្តប៉ុន្តែខ្ញុំសូមជូនពរឲ្យលោករងឈុននឹងទទួលបានការដឹងឮពីព្រះមហាក្សត្របើតាមអ្វីដែលមាននៅក្នុងខ្លឹមសារលិខិតនេះខ្ញុំអានខ្លឹមសារលិខិតនេះឲ្យបងប្អូនបានដឹងតិចចោះបើទោះបីជាព្រះបរមរាជវាំងមន្ត្រីខុទ្ទកាល័យមិនមកទទួលក៏ដោយប៉ុន្តែសង្ឃឹមថាព្រះមហាក្សត្រខ្មែរព្រះករុណាព្រះបាទនរោត្តមសីហមុនីបើសិនជាព្រះអង្គលោកកំពុងគង់នៅក្នុងព្រះបរមរាជវាំងឬក៏ព្រះអង្គអាចមាន Facebook ឬក៏ប្រព័ន្ធផ្សព្វផ្សាយបណ្ដាញតាមសង្គមអីព្រះអង្គអាចតតរឿងនេះគឺជាសារផ្ទាល់ទៅព្រះមហាក្សត្រតែម្ដងដែលខ្ញុំប្រកាសណាដើម្បីឲ្យព្រះមហាក្សត្រខ្មែរលោកបានជ្រាបផ្ទាល់តែម្ដងតាមប្រព័ន្ធបណ្ដាញសង្គមទៅព្រោះបើទៅតាមប្រព័ន្ធស្អីគេហ្នឹងដូចយ៉ាប់ងាយទៅដល់លោកទេនេះគឺជាលិខិតរបស់គណៈបកកម្លាំងជាតិដែលសូមក្រាបបង្គំទូលថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃប្រជាណាចក្រកម្ពុជាកម្មវត្ថុសូមក្រាបបង្គំទូលស្នើសុំព្រះរាជអន្តរាគមន៍ចំពោះករណីលោករងឈុនយោងរដ្ឋធម្មនុញ្ញប្រជាណាចក្រកម្ពុជាមាត្រា8មាត្រា8មាត្រា34ថ្មីមាត្រា35មាត្រា40មាត្រា41មាត្រា128ថ្មីនិងមាត្រា129ថ្មីនឹងយោងតាមកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយយោងសាលជាស្ថាពរចុះថ្ងៃទី19ខែមិថុនាឆ្នាំ2026របស់តុលាការសាលាកំពូលសូមក្រាបបង្គំទូលថ្វាយព្រះករុណាជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតតាំងនាមទូលបង្គំខ្ញុំណាផ្ទាល់និងសមាជិកាគណៈបកកម្លាំងជាតិទាំងអស់សូមក្រាបម្ចាស់ជាអង្គម្ចាស់ជីវិតតម្កល់លើត្បូងព្រះមេត្តាជិតដ៏ខ្ពង់ខ្ពស់ថាសាលដីកាស្ថាពរចុះថ្ងៃទី19ខែមិថុនាឆ្នាំ2026របស់សភាព្រហ្មទណ្ឌនៃតុលាការកំពូលបានសម្រេចផ្តន្ទាទោសលោករងឈុនទីប្រឹក្សាជាន់ខ្ពស់នៃគណៈបកកម្លាំងជាតិព្រមទាំងបានដាក់វិធានការរដ្ឋបិទសិទ្ធិនិងសេរីភាពជាមូលដ្ឋានចំនួនរួមមានការហាមឃាត់មិនឲ្យថ្លែងការជាសាធារណៈការហាមចូលទីការសាធារណៈការហាមចាក់ចេញពីរាជធានីភ្នំពេញការដកហូតសិទ្ធិបោះឆ្នោតសិទ្ធិចូលឈ្មោះឲ្យគេបោះឆ្នោតនិងសិទ្ធិធ្វើសកម្មភាពនយោបាយផ្សេងទៀតសម្រាប់រយៈពេល5ឆ្នាំវិធានការដែលបានដាក់កម្រិតលើសិទ្ធិរបស់លោករងឈុនដូចមានរៀបរាប់ខាងលើមានភាពមិនស្របនឹងរដ្ឋធម្មនុញ្ញគឺស្មារតីនៃរដ្ឋធម្មនុញ្ញជាពិសេសមាត្រា34ថ្មីមាត្រា35មាត្រា40មាត្រា40មាត្រា128ថ្មីនិងមាត្រា129ថ្មីព្រមទាំងអាចមិនស្របកាតព្វកិច្ចអន្តរជាតិរបស់ប្រជាណាចក្រកម្ពុជាក្រោមកតិកាសញ្ញាជាពិសេសមាត្រា19មាត្រា21និងមាត្រា22និងមាត្រា25ផង
គណៈបកកម្លាំងជាតិមានក្តីព្រួយបារម្ភថាចំពោះវិធានការខាងលើនេះគឺអាចបង្កជាចម្ងល់ផ្នែកកតិយុត្តអំពីភាពមិនស្របជាមួយនឹងស្មារតីរដ្ឋធម្មនុញ្ញជាពិសេសពាក់ព័ន្ធនឹងសិទ្ធិនយោបាយសិទ្ធិបោះឆ្នោតសេរីភាពនៃការបញ្ចេញមតិសេរីភាពនៃការប្រមូលផ្ដុំដោយសន្តិវិធីនិងសិទ្ធិចូលរួមនៅក្នុងជីវភាពនយោបាយដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញនិងកាតព្វកិច្ចអន្តរជាតិរបស់ប្រជាជាតិកម្ពុជាតាមខ្លឹមសារនៃមាត្រា8នៃរដ្ឋធម្មនុញ្ញកថាខណ្ឌទី2បានចែងថាព្រះមហាក្សត្រទ្រង់ជាអ្នកធានាឯករាជ្យជាតិអធិបតេយ្យនិងបូរណភាពទឹកដីនៃប្រជាជាតិកម្ពុជាទ្រង់ជាអ្នកធានាការពារគោរពសិទ្ធិនិងសេរីភាពរបស់ប្រជាពលរដ្ឋនិងគោរពសិទ្ធិសន្ធិសញ្ញាអន្តរជាតិខណៈដែលមាត្រា128ថ្មីកថាខណ្ឌទី2បានចែងថាអំណាចតុលាការធានារក្សាអនាគតនិងការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋទោះលោករងឈុនពាក់ព័ន្ធនឹងការជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដីធ្លីនៅក្នុងការថ្លែងសន្ទរកថាអំពីស្ថានភាពសង្គមសេដ្ឋកិច្ចនិងនយោបាយការបញ្ចេញក្តីបារម្ភអំពីរណភាពទឹកដីនិងការផ្ដាល់បទសម្ភាសន៍ដោយសន្តិវិធីសកម្មភាពទាំងនេះមិនបានបំពេញធាតុផ្សំនៃបទល្មើសញុះញង់ឲ្យបង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមដោយមានចែងនៅក្នុងមាត្រា494និង495នៃក្រមព្រហ្មទណ្ឌនោះឡើយជាមួយគ្នានេះការរឹតបន្តឹងសិទ្ធិសេរីភាពជាមូលដ្ឋានដែលមានចែងនៅក្នុងសាលដីកាក៏បានបង្កជាចម្ងល់អំពីភាពស្របតាមរដ្ឋធម្មនុញ្ញនិងគោលការណ៍សមាមាត្រនៅក្នុងការដាក់កម្រិតសិទ្ធិនេះផងដែរដោយគោរពយ៉ាងពេញលេញនៅគោលការណ៍ឯករាជ្យនៃអំណាចតុលាការគណៈបកកម្លាំងជាតិពុំមានបំណងស្នើព្រះករុណាទ្រង់ធ្វើអន្តរាគមន៍ចំពោះការវិនិច្ឆ័យរបស់តុលាការដោយផ្ទាល់នោះឡើយក៏ប៉ុន្តែគណៈបកសូមក្រាបថ្វាយបង្គំទូលថ្វាយស្នើសុំព្រះមេត្តាក្នុងព្រះរាជទូតនីតិជាព្រះប្រមុខរដ្ឋនិងជាអ្នកធានាគោរពរដ្ឋធម្មនុញ្ញទ្រង់មេត្តាព្រះរាជទានព្រះរាជតម្រិះដើម្បីឲ្យស្ថាប័នកិច្ចពាក់ព័ន្ធពិនិត្យលទ្ធភាពអនុវត្តនីតិវិធីដែលច្បាប់បានកំណត់ក្នុងធានាបាននៅយុត្តិធម៌គោរពរដ្ឋធម្មនុញ្ញនិងការការពារសិទ្ធិមនុស្សដោយហេតុនេះទូលបង្គំខ្ញុំប្រកាសណានឹងថ្នាក់ដឹកនាំសមាជិកសមាជិកាគណៈបកកម្លាំងជាតិទាំងអស់សូមក្រាបថ្វាយបង្គំទូលថ្វាយស្នើសុំប្រកាសណាទី1សូមប្រកាសណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូងមេត្តាព្រះរាជទានទទួលជ្រាបថាក្តីកង្វល់របស់គណៈបកកម្លាំងជាតិនិងប្រជាពលរដ្ឋមួយចំនួនគឺជាក្តីកង្វល់ចំពោះផលប៉ះពាល់នៃសាលដីកាតុលាការកំពូលក្នុងករណីលោករងឈុនទី2សូមប្រកាសណាមេត្តាព្រះរាជទានអនុវត្តព្រះរាជទូតនីតិតាមបញ្ញត្តិនៃរដ្ឋធម្មនុញ្ញក្នុងនាមជាព្រះរាជប្រមុខរដ្ឋនិងជាអ្នកធានាការពាររដ្ឋធម្មនុញ្ញនិងសិទ្ធិរបស់ប្រជាពលរដ្ឋដោយទ្រង់មេត្តាព្រះរាជទានព្រះរាជតម្រិះឲ្យស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធពិនិត្យលទ្ធភាពអនុវត្តនីតិវិធីដែលច្បាប់អនុញ្ញាតចំពោះករណីលោករងឈុនទូលព្រះបង្គំយើងខ្ញុំមានសេចក្តីសង្ឃឹមយ៉ាងមុតមមថាប្រកាសណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូងនិងព្រះមេត្តាព្រះរាជទានព្រះរាជតម្រិះចំពោះសំណើដើម្បីលើកកម្ពស់យុត្តិធម៌ការផ្សះផ្សាជាតិការគោរពសិទ្ធិការគោរពរដ្ឋធម្មនុញ្ញនិងការការពារសិទ្ធិមនុស្សនិងសេរីភាពរបស់ប្រជាពលរដ្ឋស្របតាមព្រះរាជទូតនីតិដកដងដំរបស់អង្គព្រះមហាក្សត្រសូមប្រកាសណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូងព្រះមហាក្សត្រនៃប្រជាជាតិកម្ពុជាទ្រង់ព្រះអង្គគង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ប្រកាយពលាំងមាំមួនព្រះជន្មាយុយឺនយូរព្រះរាជបញ្ញាញាណភ្លឺស្វាងនិងព្រះរាជបរមសិរីសួស្តីគ្រប់ប្រការគង់ជាមលុបដ៏ត្រជាក់ត្រជុំដល់ប្រជារាស្ត្រខ្មែរទូទាំងប្រជាជាតិជានិច្ចនិរន្តរ៍បាទសូមក្រាបថ្វាយបង្គំទូលថ្វាយដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់គឺនៅថ្ងៃទី17ខែកក្កដាឆ្នាំ2016សង្ឃឹមថាព្រះករុណាព្រះមហាក្សត្រខ្មែរលោកនឹងបានជ្រាបលិខិតនេះហើយនឹងមានអន្តរាគមន៍ព្រោះកម្ពុជាត្រូវការការផ្សះផ្សាជាតិមិនត្រូវការងើបមួយវាយមួយមិនត្រូវការយកគ្នាជាខ្មាំងសត្រូវស៊ីសាច់ហុតឈាមទេវាគ្មានពេលណាដែលប្រសើរជាងពេលនេះទេដែលខ្មែរត្រូវសាមគ្គីត្រូវផ្សះផ្សាត្រូវដោះលែងអ្នកទោសនយោបាយគណៈបកនយោបាយមានសិទ្ធិធ្វើនយោបាយត្រូវកែតម្រង់ប្រព័ន្ធបោះឆ្នោតមានភាពសេរីត្រឹមត្រូវនិងយុត្តិធម៌ត្រូវនិយាយទៅគឺធម៌សង្គមនេះសម្បើមណាស់ព្រោះអីរឿងនេះវាអយុត្តិធម៌យូរពេកហើយគេថ្កោលទោសយើងជុំទិសហើយឥឡូវយើងកំពុងធ្លាក់ក្នុងស្ថានភាពលំបាកមែនតើទាំងសេដ្ឋកិច្ចទាំងផ្នែកស្អីសពបែបយ៉ាងនៅក្នុងសង្គមហ្នឹងបាទឥឡូវខ្ញុំស្លេះរឿងនេះត្រឹមប៉ុណ្ណេះឥឡូវចូលដល់រឿងអគ្គនាយកដ្ឋានអន្តរប្រវេសន៍បំភ្លឺជំវិញលុយបង់$30និងតម្រូវការឲ្យផ្ដាល់សម្បត្តិកំណើតនិងមន្ត្រីញឹមនៅពលានយន្តហោះរឿងនេះគឺជាបឋមមុននឹងខ្ញុំជម្រាបជូនព័ត៌មាននេះខ្ញុំថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អគ្គនាយកដ្ឋានអន្តរប្រវេសន៍របស់ក្រសួងមហាផ្ទៃកម្ពុជាដែលបានចេញសេចក្តីបំភ្លឺព័ត៌មានខ្ញុំចាត់ទុកថាទង្វើនេះគឺជាសេចក្តីថ្លៃថ្នូរត្រឹមត្រូវបកស្រាយពន្យល់ឲ្យប្រជាពលរដ្ឋស្ងប់ចិត្តឬក៏យ៉ាងបាលកម្ពុជាតាក់ទងនឹងមន្ទិលនិងភាពមិនប្រក្រតីដែលកើតឡើងនៅពលានយន្តហោះពីមន្ត្រីដែលកំពុងតែពង្រឹងការអនុវត្តច្បាប់នៅទីនោះហើយមានជនរងគ្រោះហើយជនរងគ្រោះគឺមានច្រើនហើយខ្ញុំលើកមួយជ្រុងពីជនរងគ្រោះនៃការដែលមិនយល់នីតិវិធីឬក៏ទម្លាប់នៃការយកលុយកាក់ធ្វើឲ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់ខ្ញុំបានជម្រាបបងប្អូនហើយថានៅពេលដែលមានលិខិតបំភ្លឺណាមួយពីអគ្គនាយកដ្ឋានអន្តរប្រវេសន៍ឬក៏រដ្ឋាភិបាលកម្ពុជាខ្ញុំរីករាយនឹងផ្សាយជូនបងប្អូនហើយស្នើឲ្យបងប្អូនជួយផ្ញើឯកសារនឹងដាក់នៅក្នុង inbox របស់ខ្ញុំឲ្យខ្ញុំបានដឹងផងក៏មាន fan របស់ខ្ញុំបានយកឯកសារតាមពិតគាត់ផ្សាយតាំងពីម្សិលមិញមកម្លេះព្រោះចុះថ្ងៃទី16ខែកក្កដាទេថ្ងៃនេះថ្ងៃ17ហើយព្រោះយប់មិញខ្ញុំផ្សាយខ្ញុំអត់បានឃើញឯកសារហ្នឹងដោយសារតែគឺអគ្គនាយកដ្ឋានអន្តរប្រវេសន៍គេចេញបំភ្លឺភ្លាមដែរប៉ុន្តែខ្ញុំមិនបានទៅមើលអស់ក៏ផ្សាយអត់បានយកសេចក្តីបំភ្លឺនេះមកហើយអ្វីដែលខ្ញុំកោតសរសើរស្ថាប័នអគ្គនាយកដ្ឋានអន្តរប្រវេសន៍នេះគឺត្រង់ភាពមានសិលធម៌នៅក្នុងការលើកឡើងនៅក្នុងព័ត៌មានរបស់ខ្លួនណាកន្លែងនេះគឺធ្វើឲ្យខ្ញុំមានសង្ឃឹមវិញខ្លះតកតងនឹងស្ថាប័នរដ្ឋដែលចេះគោរពវិជ្ជាជីវៈសិលធម៌ខ្លះដែរ
ផ្ដើមលិខិតរបស់គាត់និយាយថាសេចក្តីបំភ្លឺព័ត៌មានហើយគាត់រាយការណ៍គាត់បំភ្លឺនេះគឺដៅត្រង់មកឈ្មោះមួងណារ៉េតហ្នឹងហ្មងវាជាកិត្តិយសរបស់ខ្ញុំដែរតាមពិតនៅពេលដែលស្ថាប័នរដ្ឋមួយស្ថាប័នជាតិមួយយកឈ្មោះមួងណារ៉េតយកទៅនិយាយដើម្បីបំភ្លឺមនុស្សគ្រប់ថាហ្នឹងហើយមកពីណែឯងផ្សាយព័ត៌មានដែលធ្វើឲ្យគេច្បោកច្បល់គឺក៏ប៉ុន្តែព័ត៌មាននេះមិនមែនមួងណារ៉េតផ្សាយម្នាក់ឯងទេព័ត៌មាននេះមានគេផ្សាយច្រើនហើយយូរហើយគាត់ថាមួងណារ៉េតនេះគ្រាន់តែយកមកបន្ថែមដើម្បីឲ្យមានការដោះស្រាយព្រោះគោលបំណងរបស់មួងណារ៉េតផ្សាយនេះគឺអត់មានប្រហារឬក៏បំផ្លាញស្ថាប័ននេះគឺចង់លើកទៅយុះមន្ត្រីរាជការមន្ត្រីដែលមានសម្ភារបំពាក់ក្រងឯកសណ្ឋានឲ្យមានការគោរពហើយឲ្យមានការពង្រឹងការអនុវត្តច្បាប់ឲ្យបានរឹងមាំដើម្បីប្រយោជន៍ប្រជាពលរដ្ឋទាំងអស់កុំឲ្យមានការថ្នាំងថ្នាក់លើកមុខមាត់កិត្តិយសជាតិរបស់យើងដែរគោលបំណងធំមានតែប៉ុណ្្នឹងទេព្រោះអីមន្ត្រីពុករលួយនេះគឺបានតែក្រុមបកពួកគាត់ចំណេញទៅវាធ្វើឲ្យខូចមុខមាត់ជាតិយើងខាតប្រយោជន៍ជាតិយើងទាំងមូលតែបើមានការកែតម្រង់គឺចំណេញគឺខ្ញុំពេញចិត្តហើយការបកស្រាយបំភ្លឺនេះគឺជាសេចក្តីថ្លៃថ្នូរត្រឹមត្រូវរបស់អគ្គនាយកដ្ឋានអន្តរប្រវេសន៍ខ្ញុំកោតសរសើរដោយសារតែគាត់ប្រើឃ្លាខាងដើមខ្ញុំសូមអានទាំងស្រុងហើយខ្ញុំបកស្រាយថាហេតុអីបានជាខ្ញុំលើកទឹកចិត្តឲ្យស្ថាប័នព័ត៌មានស្ថាប័នជាតិស្ថាប័នអីទាំងអស់របស់កម្ពុជាធ្វើតាមអគ្គនាយកដ្ឋានអន្តរប្រវេសន៍នៅតែមានពាក្យខ្លះមួយចំនួនដែលមើលទៅវាចាក់ដោតដែរប៉ុន្តែមិនចាក់ដោតខ្លាំងដែលមិនអាចទទួលយកបានទេនៅអាចទទួលយកបានគាត់និយាយថាអញ្ចឹងអគ្គនាយកដ្ឋានអន្តរប្រវេសន៍ក្រសួងមហាផ្ទៃនៃប្រជាណាចក្រកម្ពុជាមានកិត្តិយសសូមជម្រាបជូនសាធារណជនជាតិនិងអន្តរជាតិមេត្តាជ្រាបថាកាលពីថ្ងៃទី14ខែកក្កដាឆ្នាំ2026មានគណនី Facebook TikTok YouTube ឈ្មោះមួងណារ៉េតដាក់ឈ្មោះភាសាអង់គ្លេសហើយឈ្មោះខ្មែរខ្ញុំត្រូវគ្រប់ដកបានបង្ហោះផ្សាយព័ត៌មានដោយលើកឡើងថាពលរដ្ឋខ្មែរនៅក្រៅស្រុកឆ្ងល់រឿងមន្ត្រីពលានហោះពីនៃ$30រឿងអត់យកសម្បត្តិកំណើតតាមខ្លួននិងបន្ថែមថាមន្ត្រីច្រកទ្វារបានដើរតាមស្នើសុំប្រាក់ធីបពីអ្នកធ្វើដំណើរបន្តទៅទៀតអគ្គនាយកដ្ឋានអន្តរប្រវេសន៍នេះនិយាយថាអគ្គនាយកដ្ឋានអន្តរប្រវេសន៍សូមបញ្ជាក់ថាព័ត៌មានដែលបានផ្សព្វផ្សាយខាងលើពុំមែនជាការពិតដែលឆ្លោះបញ្ចាំងពីការអនុវត្តជាក់ស្ដែងរបស់មន្ត្រីនគរបាលអន្តរប្រវេសន៍នោះឡើយនិងសូមធ្វើការបំភ្លឺជូនសាធារណជនជាតិនិងអន្តរជាតិដូចខាងក្រោមអ្វីដែលខ្ញុំពេញចិត្តសេចក្តីបំភ្លឺរបស់អគ្គនាយកដ្ឋានអន្តរប្រវេសន៍នេះមិនចេះទេបងប្អូននៅពេលដែលគាត់និយាយថាព័ត៌មានដែលផ្សាយខាងលើបាននេះផ្សាយដោយមួងណារ៉េតនេះពុំមែនជាការពិតដែលឆ្លោះបញ្ចាំងអំពីការអនុវត្តជាក់ស្ដែងហេតុអីបានជាខ្ញុំពេញចិត្តឃ្លាហ្នឹងនៅពេលដែលគាត់ទាត់ចោលអ្វីដែលជាការផ្សាយរបស់ខ្ញុំសោះហ្នឹងព្រោះកន្លងមកស្ថាប័នក្រសួងព័ត៌មានកសាប់ស្ថាប័នព័ត៌មានដែលទ្ររដ្ឋាភិបាលកម្ពុជាគណៈបព្វជិជនកម្ពុជាឬក៏ស្ថាប័នរដ្ឋអីផ្សេងណានៅពេលដែលចេញសេចក្តីថ្លែងការណ៍អីក៏ដោយតាក់ទងនឹងការផ្សាយព័ត៌មានណាគឺគាត់តែងតែនិយាយថាមាននោះគឺជាព័ត៌មានផ្សាយបំផ្លាស់ប្រឌិតទុច្ចរិតមានចេតនាចង់បំផ្លាញមុខមាត់ឬក៏ស្អីគេកេងប្រយោជន៍ស្អីលក្ខនឹងលះគឺពាក្យប្រឌិតទុច្ចរិតមានចេតនាស្មោកគ្រោកអីហ្នឹងគូមកកណកដឹករាល់ដងហ្នឹងគឺអញ្ចឹងគឺថាថែមលបោយថែមពាក្យហ្នឹងគឺថាឲ្យមើលទៅហ្នឹងគឺក្រូតគ្រៀតអសិលធម៌អសរោះអីគ្រប់បែបយ៉ាងក៏ប៉ុន្តែក្រសួងឬក៏ផ្នែកអគ្គនាយកដ្ឋានអន្តរប្រវេសន៍គឺគាត់ប្រើពាក្យពេចប្រយ័ត្នប្រយែងមិនទទួលស្គាល់អ្វីខ្ញុំផ្សាយថាគាត់បកស្រាយថាមិនពិតតែមានន័យខ្លឹមសារសិលធម៌ល្មមអាចយកបានគឺខ្ញុំគិតថាវាជាការត្រឹមត្រូវដែលមិនមកមុនណារ៉េតហ្នឹងថាព័ត៌មានហ្នឹងបំផ្លាស់បានតែព្រុសបានតែអីអញ្ចឹងណាខ្ញុំសូមសរសើរវិជ្ជាជីវៈនេះឲ្យខ្ញុំលើកទឹកចិត្តឲ្យធ្វើអញ្ចឹងតទៅទៀតព្រោះអីនេះគឺជាយើងអ្វីដែលចង់បានយើងរកដំណោះស្រាយមិនមែនយើងមកវាយប្រហារឆ្លោះគ្នាទេហើយបើសិនជាអស់លោកដោះស្រាយប្រជារាស្ត្រស្ដាប់បានដំណោះស្រាយមានគឺចំណេញខ្មែរយើងទាំងអស់គ្នាហើយខ្ញុំពេញចិត្តកន្លែងហ្នឹងតែអត់តាន់រួចខ្លួនទេណាបងប្អូនអគ្គនាយកដ្ឋានអន្តរប្រវេសន៍នេះអត់តាន់រួចខ្លួនទេខ្ញុំគាត់តែសរសើរនេះក្នុងន័យថាគាត់ធ្វើតាមក្របបែបបត់រដ្ឋបាលហើយខ្ញុំសូមអរគុណដែលផ្ដល់តម្លៃឲ្យមួងណារ៉េតដែលមែនតើមិនជាការផ្ដល់តម្លៃអីទេគ្រាន់តែគាត់ថាយកទៅបកស្រាយដើម្បីកុំឲ្យប្រជាពលរដ្ឋមានការភ័ន្តច្រឡំទេប៉ុន្តែគឺមានអារម្មណ៍ថាជាកិត្តិយសដ៏ក្រៃលែងណាស់ដែលគាត់តែបង្អែមលៀមមាត់មកផ្ទះធំសោះហេតុអីបានជាត្រូវបានឈ្មោះរបស់ក្រសួងអគ្គនាយកដ្ឋានយកទៅផ្សព្វផ្សាយដើម្បីជាការតបរឿងនេះមិនមែនរឿងមួងណារ៉េតទេរឿងនេះគឺជារឿងពុលពេញស្រុកខ្មែរយូរហើយមួងណារ៉េតគ្រាន់តែជាដំណក់ទឹកមួយទឹកដំណក់នៅក្នុងមហាសាគរតែគាត់យកអាទឹកមួយដំណក់នៅក្នុងមហាសាគរដ៏ធំធេងហើយយកឈ្មោះមួងណារ៉េតមកផ្សាយនៅក្នុងសេចក្តីបំភ្លឺព័ត៌មានរបស់ក្រសួងនេះគឺជាកិត្តិយសដែលគិតថាប្រយោជន៍ព័ត៌មានរបស់ខ្ញុំគឺលឺដល់ថ្នាក់ដឹកនាំរដ្ឋាភិបាលដែរខ្ញុំសប្បាយចិត្តជំនួសបងប្អូនប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេសកម្ពុជានិងនៅទីផ្សេងដែលខ្ញុំតំណាងជាសម្លេងសម្រាប់អ្នកមិនបានសម្លេងហ្នឹងណារកយុត្តិធម៌សម្រាប់ជនរងគ្រោះឥឡូវនេះពន្លឺយុត្តិធម៌មិនទាន់ឃើញមានដោយពេញលេញក៏ដោយក៏ឃើញថាមានប្រសិទ្ធភាពខ្លះហើយប្រើមានព័ត៌មានអីចង់ពឹងពាក់ឲ្យជួយផ្សាយដែលជាជនរងគ្រោះខ្ញុំជួយផ្សព្វផ្សាយដោយក្រមសីលធម៌វិជ្ជាជីវៈហើយនឹងលើកទឹកចិត្តឲ្យក្រសួងរដ្ឋទាំងអស់ដោះស្រាយបញ្ហាតាមសន្តិវិធីដោយវិជ្ជាជីវៈដោះស្រាយកុំដោះសារនិយាយការពិតកុំនិយាយការពៀតើអគ្គនាយកដ្ឋាននេះអាចដោះសារឬក៏និយាយការពៀដែរទេខ្ញុំនឹងតែរឿងមួយសុំកែព័ត៌មានបន្តិចតាក់ទងទៅក្រសួងអន្តរប្រវេសន៍មួង Facebook និង YouTube ទេគឺ YouTube និង Facebook ហ្នឹងគឺឈ្មោះមួងណារ៉េតអញ្ចឹងគឺត្រឹមត្រូវហើយ
មួងណារ៉េតអត់ដែលបានផ្សាយព័ត៌មានអីតាម TikTok ទេគឺ TikTok នេះគឺជាកណនីដែលមិនមែនជាបោះមួងណារ៉េតទេហើយក៏អត់មាន Facebook អីផ្សេងផ្សាយអីផ្សេងក្រៅតែពីអ្វីដែលមានផ្សាយរាល់ថ្ងៃហ្នឹងមានរូបថតខ្ញុំហើយនឹងមានរូបចិញ្ចៀនយុត្តិធម៌មួយតែប៉ុណ្្នឹងឯងទាំង YouTube ទាំង Facebook គឺមានដូចគ្នារូបចិញ្ចៀនយុត្តិធម៌ហើយបើអ្នកទៅខ្លាយអាហ្នឹងទៀតខ្ញុំអត់ដឹងទេប៉ុន្តែខ្ញុំអត់មានកណនី TikTok ឬក៏ Twitter ឬក៏ X អីហ្នឹងទេឲ្យខ្ញុំអត់មានទេតែយ៉ាងណាប្រហែលកាត់សម្លេងខ្ញុំយកទៅប្រើក្នុង TikTok ចឹងទៅក៏ឮទៅក្រសួងតែខ្ញុំអត់មានទេខ្ញុំមានតែ Facebook និង YouTube តែប៉ុណ្្នឹងទេប៉ុន្តែអាហ្នឹងវាមិនមែនជារឿងអីខុសឆ្គងនាយកដ្ឋានអន្តោប្រវេសន៍ទេជួនកាលគាត់មិនអាចមកតាមដានយើងអីដឹងអីថាយើងព្រោះច្រើនពេកនៅលើ Facebook គាត់ក្តាប់មិនបានគាត់ថាកម្មវត្ថុនៃព័ត៌មានដែលគាត់បំភ្លឺហ្នឹងវាសំស្របមកតបទៅនឹងខ្ញុំហ្នឹងមិនអីទេហើយចាំគាត់បញ្យល់អញ្ចេះហើយខ្ញុំនឹងអានសេចក្តីបញ្យល់របស់គាត់ហើយខ្ញុំនឹងបកស្រាយឲ្យបងប្អូនដឹងអំពីលុយ$30និងការទារលុយចម្រិតឬក៏អាចថាដើរសុំលុយប្រជាពលរដ្ឋនៅពេលដែលទៅដល់ពលានយន្តហោះហ្នឹងតើរឿងនេះវាកើតឡើងពិតឬក៏មិនពិតហើយបើពិតតើគេដោះស្រាយយ៉ាងម៉េចនេះជាខ្លឹមសាររបស់លិខិតគាត់បន្តគាត់ថាអញ្ចេះអគ្គនាយកដ្ឋានអន្តោប្រវេសន៍សូមជម្រាបជូនដូចខាងក្រោមទី1ការស្នើសុំសម្បត្តិកំណើតដោយមន្ត្រីអន្តោប្រវេសន៍ត្រូវបានធ្វើឡើងចំពោះតែអាណិកជនខ្មែរដែលកាន់លិខិតឆ្លងដែនឬឯកសារធ្វើដំណើរបរទេសហើយមានបំណងស្នើសុំទិដ្ឋាការពិសេសគឺហៅថា K តែប៉ុណ្ណោះទិដ្ឋាការប្រភេទ K នេះអាចប្រើដើម្បីចេញចូលច្រើនដងស្នាក់នៅក្នុងប្រជាណាចក្រកម្ពុជាដោយមិនកំណត់រយៈពេលនិងមានសុពលភាពស្មើសុពលភាពនៃលិខិតឆ្លងដែនដែរហើយផ្ដល់ដោយឥតគិតថ្លៃអត់យកលុយទេណាអត់មាន$30ទេផ្ដល់ជូនដោយឥតគិតថ្លៃចំពោះតែអាណិកជនខ្មែរដែលមានឪពុកឬក៏មានម្ដាយឈាមជ័រជាខ្មែរតែប៉ុណ្ណោះហេតុនេះទើបមន្ត្រីអន្តោប្រវេសន៍ទាមទារឲ្យអ្នកស្នើសុំបង្ហាញឯកសារបញ្ជាក់ថាខ្លួនពិតជាមានឪពុកឬមានម្ដាយជាជនជាតិខ្មែរក្នុងករណីអ្នកស្នើសុំពុំមានសម្បត្តិកំណើតឬក៏ឯកសារបញ្ជាក់ថាមានឪពុកឬម្ដាយជាខ្មែរនោះមន្ត្រីអន្តោប្រវេសន៍មិនអាចផ្ដល់ទិដ្ឋាការប្រភេទ K នោះទេហើយមន្ត្រីអន្តោប្រវេសន៍នឹងផ្ដល់ទិដ្ឋាការប្រភេទទេសចរឬ T ជំនួសវិញនឹងតម្រូវឲ្យអ្នកស្នើសុំបង់ថ្លៃអាករទិដ្ឋាការចំនួន$30តាមការកំណត់របស់រដ្ឋដោយជនបរទេសជាអ្នកទេសចរជាទូទៅផងដែរនេះចំណុចទី1ចំណុចទី1នេះគឺជាការបកស្រាយសមហេតុសមផលអាចទទួលយកបានស្រួលស្ដាប់រឿងប្រជាពលរដ្ឋខ្មែរទៅពលានយន្តហោះហើយថ្នាក់ចិត្តដែលគាត់និយាយពីរឿងគេចម្រិតទារលុយគាត់$30ដោយសារតែអត់យកបានដែលសម្បត្តិកំណើតហ្នឹងគឺជារឿងពិតមួយគឺចង់និយាយថាគេទាររកសម្បត្តិកំណើតប៉ុន្តែអត់បានពន្យល់ឲ្យប្រជាពលរដ្ឋទាំងអស់នោះបានយល់ច្បាស់ឬក៏ប្រជាពលរដ្ឋស្ដាប់មិនយល់ខ្ញុំអត់ដឹងដូច្នេះរឿងនេះគឺវាតកតងនឹងការពន្យល់តទៅទៀតក្រសួងអន្តោប្រវេសន៍ដូចខ្ញុំសំណុំពរមុន show ខ្ញុំមុនដែរក្រៅតែពីចាញ់សេចក្តីបំភ្លឺនេះគឺត្រូវធ្វើវីដេអូខ្លីមួយរយៈពេលត្រឹមតែ1នាទីបានហើយពន្យល់អញ្ចឹងដោយអ្វីដែលលោកពន្យល់មួងណារ៉េតអញ្ចឹងកុំពន្យល់តែមួងណារ៉េតព្រោះមួងណារ៉េតអត់ទៅខ្មែរទេអ្នកដែលទៅខ្មែរហ្នឹងគឺគ្នារងគ្រោះច្រើនគ្នាហើយមិនមែនតែម្នាក់ទេច្រើនគ្រួសារណាដោយសារតែរឿងដែលមិនដឹងហ្នឹងលោកពន្យល់ទៅវីដេអូខ្លីហើយដាក់នៅពលានយន្តហោះក៏បានដែរឬក៏ដាក់នៅក្រុមគេហៅថាអីក្រុមហ៊ុនទេសចរលក់សម្បត្តិយន្តហោះលក់អីហ្នឹងដាក់ទៅនៅក្នុងឬក៏ស្នើឲ្យក្រុមហ៊ុនទេសចរហ្នឹងចាក់វានៅលើកញ្ចក់ទូរទស្សន៍ឬក៏បង្ហាញអីអញ្ចឹងទៅពេលអ្នកទៅទិញឬក៏ពលរដ្ឋដឹងរឿងអីអញ្ចឹងទៅជាងការអាបញ្ហាហ្នឹងដែលធ្វើឲ្យមានមន្ទិលទី1ថ្នាក់អញ្ញាតឲ្យមន្ត្រីយកលុយប្រជាពលរដ្ឋបានណាវាពិបាកអញ្ចឹងអាហ្នឹងហើយដែលធម្មតាបងប្អូនត្រូវចាំណាពេលដែលយើងទៅដល់ពលានយន្តហោះមិនមែនតែយើងម្នាក់ឬក៏មួយគ្រួសារហ្នឹងទេយើងត្រូវចាំថានៅពេលដែលយើងទៅដល់ប៉ុស្តិ៍អន្តោប្រវេសន៍គឺប្រជាពលរដ្ឋអ្នកដំណើរគេឈរចាំត្រៀបត្រាគឺចាំយើងហើយនៅពេលអញ្ចឹងអាសម្ពាធផ្លូវចិត្តហ្នឹងអត់ចាញ់ទេវាយូរផងវាស្អីទៅហើយយើងមានម្នាក់នៅជាពិសេសមករស់នៅស្រុកអាមេរិកនេះគឺស៊ាំនឹងអាប្រពៃណីទំនៀមតែយើងឈរចាំគេក៏ឈរចាំយើងក៏មានសិលធម៌សុជីវធម៌វាយូរអញ្ចឹងធុញអញ្ចឹងទៅជួនកាលរឿងអីមួយចំនួនត្រូវបខំត្រូវបង់លុយត្រូវអីចឹងហើយអត់យល់អត់អីចឹងមកវិញសុកចិត្តតូចចិត្តអីចឹងទៅអញ្ចឹងហើយបានថារឿងទី1ឥឡូវបងប្អូនយល់ទាំងអស់គ្នាណាប្រជាពលរដ្ឋខ្មែរគ្រប់រូបដែលកើតនៅខ្មែរមានសញ្ជាតិខ្មែរអត់ត្រូវការវីសាចូលលេងស្រុកខ្មែរទេព្រោះយើងជាខ្មែរដូច្នេះក្នុងន័យនេះបានន័យថាយើងចេញចូលខ្មែរយើងមានតែប៉ាសពតមានអីចឹងធម្មតាអ្នកកើតនៅខ្មែរមកនៅអាមេរិកនៅកាណាដានៅអូស្ត្រាលីនៅប្រទេសអីក៏ដោយឲ្យតែយើងកើតនៅខ្មែរជាសញ្ជាតិខ្មែររួចទៅហើយថាយើងមានសញ្ជាតិអាមេរិកសញ្ជាតិអូស្ត្រាលីសញ្ជាតិកាណាដាអីក៏ដោយក៏យើងធ្លាប់រស់នៅធ្លាប់កើតធ្លាប់អីមានសម្បត្តិបញ្ជាក់មានអីយើងអត់បញ្ហាទេបើយើងជាខ្មែរប៉ុន្តែកូនយើងនេះដូចគេហៅអាណិកជនដែលជាកូនកើតនៅអូស្ត្រាលីកាណាដាអាមេរិកប្រទេសស៊ុយអេតឬក៏ស៊ុយអីឡាក់ហ្នឹងឬបារាំងហ្នឹងអាចកើតដោយសារម្ដាយជាខ្មែរឪពុកជាជនបរទេសឬក៏ម្ដាយជាជនបរទេសឪពុកជាខ្មែរអីក៏ដោយគេចាត់ទុកថាឲ្យតែមានម្នាក់ដែលជាម្ដាយឬឪពុកហ្នឹងគឺកូនដែលកើតហ្នឹងគឺមានឈាមជ័រខ្មែរដោយសារតែមានឈាមជ័រខ្មែរពេលដែលចូលទៅប្រទេសកម្ពុជាធម្មតាក្មេងដែលកើតនៅអូស្ត្រាលីនៅអាមេរិកនៅអីអត់មានប៉ាសពតខ្មែរទេព្រោះគាត់មិនមែនខ្មែរ
chẳng chỉ chiêm cho khmaiប៉ុន្តែគាត់មានសញ្ជាតិបរទេសពីកំណើតអត់មានប៉ាសពតខ្មែរអត់មានស្អីអត្តសញ្ញាណខ្មែរនឹងតាមខ្លួនទេជាទូទៅគឺគាត់មានសម្បត្តិបញ្ជាក់កំណើតថាគាត់កើតនៅលើទឹកដីបរទេសមានម្ដាយជាខ្មែរឪពុកបរទេសឬក៏ឪពុកជាខ្មែរម្ដាយបរទេសអីអញ្ចឹងតែឈាមជាប់ខ្មែរអញ្ចឹងអាប៉ាសពតដែលគាត់យកទៅពលានយន្តហោះពេលដែលចុះភ្លាមគឺគេចាត់ទុកថាគាត់ជាជនបរទេសហេតុអីបានជារដ្ឋាភិបាលកម្ពុជាចាត់ទុកគាត់ថាជាជនបរទេសបើទោះបីជាគាត់ជាកូនខ្មែរគ្មានមន្ត្រីកយណាឬក៏មន្ត្រីអន្តោប្រវេសន៍ណាដឹងថាយើងជាខ្មែរបានទេព្រោះប៉ាសពតបរទេសនិងប៉ាសពតអាមេរិកយើងជាជនជាតិអាមេរិកហើយអញ្ចឹងគេចាប់ផ្ដើមចាត់ទុកថាការចេញចូលហ្នឹងគឺជាបរទេសហើយដើម្បីឲ្យបើថាជាបរទេសគឺគោលការណ៍របស់រដ្ឋគឺ$30អ្នកត្រូវបង់ថ្លៃ visa ទៅថាការចូលស្រុកខ្មែរក្នុងនាមជាទេសចរប្រភេទទេឬ T tourist អា$30ហ្នឹងគឺយើងបង់ទូទៅសម្រាប់ភ្ញៀវបរទេសដែលចូលទៅស្រុកខ្មែរដែលកាន់ប៉ាសពតបរទេសនិយាយឲ្យស្រួលយល់ភ្ញៀវណាក៏ដោយទៅស្រុកខ្មែរកាន់ប៉ាសពតបរទេសគឺត្រូវបង់លុយ$30សម្រាប់ visa ទេសចរក្នុងម្នាក់ក៏ប៉ុន្តែដោយសារកូនខ្មែររដ្ឋាភិបាលកម្ពុជាអនុគ្រោះត្រង់នឹងរឿងមួយថាឲ្យតម្លៃឈាមជ័រខ្មែរអញ្ចឹងបានន័យថាបើយើងបញ្ជាក់ថាយើងពិតជាខ្មែរកាន់ប៉ាសពតបរទេសក៏ដោយក៏គេអត់យកលុយយើងដែរគេសុកចិត្តឲ្យអា$30ហ្នឹងមិនបាច់បង់ទេព្រោះមិនដូចភ្ញៀវទេសចរដទៃឯណាព្រោះយើងមានឈាមជ័រជាខ្មែរក៏ប៉ុន្តែដើម្បីបញ្ជាក់ថាយើងជាឈាមជ័រជាខ្មែរមន្ត្រីអន្តរប្រវេសន៍តាមការបំភ្លឺរបស់ក្រសួងអន្តរប្រវេសន៍ថាកូនក្មេងដែលកើតនៅខ្មែរហ្នឹងកូនខ្មែរដែលសំទោសកូនខ្មែរដែលកើតនៅអាមេរិកឬនៅកាណាដានៅអូស្ត្រាលីហ្នឹងត្រូវតែយកសម្បត្តិបញ្ជាក់កំណើតព្រោះអីប៉ាសពតហ្នឹងមិនគ្រប់គ្រាន់ទេខ្ញុំធ្លាប់បញ្យល់ហើយដំបូងខ្ញុំចម្លែកមែនតើព្រោះប៉ាសពតហ្នឹងមុននឹងបានប៉ាសពតហ្នឹងគេមានសម្បត្តិកំណើតគេមានអីបញ្ជាក់អស់ថាម្ដាយឪពុកជាអ្នកណាហើយគេដាក់មកបាច់ចឹងហើយបានចេញប៉ាសពតមកយើងអត់អាចទៅយកសម្បត្តិកំណើតអីតាមខ្លួនអីទេព្រោះអាប៉ាសពតហ្នឹងគឺវាបញ្ជាក់សម្បត្តិកំណើតគ្រប់គ្រាន់ដូចបានបើកបរយើងធ្វើនៅអាមេរិកចឹងគឺមានសម្បត្តិកំណើតសម្បត្តិបញ្ជាក់លំនៅឋានសម្បត្តិបញ្ជាក់អត្តសញ្ញាណអស់កាន់តែបានបើកបរមានន័យគ្រប់គ្រាន់ដើម្បីបញ្ជាក់អត្តសញ្ញាណយើងហើយអត់ចាំបាច់ទៅយកសម្បត្តិកំណើតទៀតទេក៏ប៉ុន្តែអាហ្នឹងវាត្រូវតែនៅក្នុងទឹកដីអាមេរិកឬកាណាដាឬអូស្ត្រាលីទេរដ្ឋាភិបាលកម្ពុជាអត់ដឹងថាយើងដាក់សម្បត្តិកំណើតអីខ្លះឬដាក់អីខ្លះដើម្បីបានប៉ាសពតហ្នឹងទេអញ្ចឹងដើម្បីបញ្ជាក់ថាក្មេងហ្នឹងពិតជាកូនព្រោះអីនៅក្នុងប៉ាសពតជាទូទៅអត់ដែលដាក់ថាយើងជាកូនអ្នកណាទេព្រោះប៉ាសពតគឺជាឆ្លងដែនផ្ទាល់ខ្លួនគេអត់ដាក់ដូចសម្បត្តិកំណើតដែលមានឪជាអីប៉ាសពតគេដាក់បិទថាយកសម្បត្តិកំណើតយកអីទៅដាក់ឲ្យគេផ្ទៀងផ្ទាត់ដើម្បីបានប៉ាសពតហ្នឹងមែននៅស្រុកអាមេរិកនេះក៏ប៉ុន្តែបានប៉ាសពតហ្នឹងគឺអត់មានព័ត៌មាននៅក្នុងប៉ាសពតហ្នឹងដើម្បីបញ្ជាក់ថាអ្នកហ្នឹងកូនអ្នកណាទេអាហ្នឹងហើយដែលធ្វើឲ្យមន្ត្រីគយនៅឯពលានយន្តហោះអាចនឹងមិនជឿថាយើងទៅបីធ្វើម៉េចឲ្យគាត់ជឿថាយើងជាកូនខ្មែរមានម៉ែខ្មែរឬឪខ្មែរអីអញ្ចឹងតតែលិខិតបញ្ជាក់កំណើតនេះគឺសំរុំស្រួលយល់ទេក៏ប៉ុន្តែយើងអត់ដែលឮការបញ្យល់បែបហ្នឹងតតែមានរឿងអញ្ចឹងមានការបញ្យល់ឲ្យខ្មែរជាជនរងគ្រោះហ្នឹងច្រើនគ្នាហើយគាត់នៅតែគិតថាហេតុអីបានយកកូនទៅលេងស្រុកខ្មែរចង់ឲ្យទៅសបាយទៅបីជួយខ្មែរជួយអីផ្នែកទេសចរផ្នែកអីមកវិញមិនក៏thamចិត្តអញ្ចឹងឲ្យកូនគាត់យកសម្បត្តិកំណើតទៅនឹងពិបាកអញអីអញ្ចឹងទៅខ្មែរក៏ពិបាកម៉េះហើយយួនអីចូលពេញទឹកពេញដីនៅតែរៀលដាល់ដល់យួនដល់ចិនអីណាទៀតអត់ទេបងប្អូនកុំរៀលដាល់រឿងនេះគឺជារឿងនីតិវិធីច្បាប់អញ្ចឹងមែនហើយការបញ្យល់នេះគឺគយរបស់អីទេទទួលយកចោះខ្ញុំក៏គិតថាការបញ្យល់នេះសមហេតុសមផលដែរទេអញ្ចឹងត្រៀមខ្លួនទៅបងប្អូនដែលទៅពីស្រុកក្រៅដែលមានកូនជាខ្មែរកូនកើតនៅស្រុកក្រៅតែម្ដាយខ្មែរឬក៏ពុកខ្មែរបើចង់និយាយចេះទេបើចង់កុំបង់លុយ$30ចង់ចេញចូលស្រុកខ្មែរដូចខ្មែរដទៃយកសម្បត្តិកំណើតទៅវាចប់តែប៉ុណ្្នឹងឯងអត់វែងឆ្ងាយទៀតទេបងប្អូនណាហើយបើសិនជាគិតថាមិនដាក់សម្បត្តិកំណើតមកនាំតែសាំនាំតែបាត់នាំអញបង់លុយ$30ក្នុងនាមជាទេសចរដូចបរទេសទូទៅអាហ្នឹងគឺវាចប់ក៏ប៉ុន្តែខ្ញុំថាបើសិនជាមានសម្បត្តិកំណើតបញ្ជាក់ថាជាខ្មែរហើយបាន K visa ខ្ញុំជឿថាគាត់អាចនឹងទៅតំបន់ទេសចរផ្សេងទៀតមិនចាំបាច់បង់លុយដែរព្រោះអីយើងត្រូវឲ្យដូចតំបន់អង្គរអីតែយើងមានជាមិនមែនជាខ្មែរជាបរទេសគឺគេតម្រូវទិញសម្បត្តិបង់លុយមកសម្បត្តិហ្នឹងដូច$30អីជាងសម្រាប់រយៈពេលមួយថ្ងៃអីចឹងខ្ញុំខានទៅយូរហើយ10ឆ្នាំជាងមិនដឹងជាឡើងដល់ប្រហែលទេបើសិនជាយើងមានអា visa បញ្ជាក់ថាយើងខ្មែរហើយឪពុកខ្មែរអីយើងជាកូនខ្មែររួចថ្លៃបង់ហ្នឹងប៉ុន្តែបើយើងមិនជាតួមនិញនៅក្នុងការបង់ទៅបើសិនជាយើងគិតថាវាជួយដល់សេដ្ឋកិច្ចជាតិយើងដែរ$30វាមិនច្រើនទេសម្រាប់បងប្អូនពីអាមេរិកទៅតែសំខាន់ឲ្យគាត់យល់បើគាត់យល់គាត់ដឹងមិនអីទេអូខេឥឡូវយើងចាប់រឿងមួយទៀតខ្ញុំអរគុណក្រសួងអន្តោប្រវេសន៍ដែលបកស្រាយពីរឿងមន្ត្រីច្រកទ្វារដើរតាមស្នើសុំប្រាក់ធីបពីអ្នកដំណើរក្រសួងអន្តោប្រវេសន៍បកស្រាយចេះគាត់ថាការលើកឡើងថាមន្ត្រីនគរបាលច្រកទ្វារដើរតាមទារលុយធីបពីអ្នកដំណើរអគ្គនាយកដ្ឋានអន្តោប្រវេសន៍សូមបដិសេធចោលទាំងស្រុងគាត់អត់ទទួលយកបានទេព្រោះគាត់អត់មានរឿងនឹងកាត់ឡើងទេគាត់ថាបដិសេធចោលទាំងស្រុងនិងសូមបញ្ជាក់ថាអគ្គនាយកដ្ឋានគឺបានយកចិត្តទុកដាក់ខ្ពស់បដិញ្ញាចិត្តលុបបំបាត់ទាំងស្រុងនៅភាពអសកម្មរបស់មន្ត្រីនគរបាលច្រកទ្វារដោយធ្វើការពង្រីកការទទួលបដិសណ្ឋារកិច្ចការណែនាំជាប្រចាំការផាកពិន័យដំឡើងម៉ាស៊ីនស្វ័យប្រវត្តិច្រកទ្វារឆ្លាតវៃដើម្បីកាត់បន្ថយមន្ត្រីប្រចាំការដែលអាច
ជួយការងារគ្រប់គ្រងនិងថែរក្សាសន្តិជាតិបានល្អក្នុងយុគសម័យ Digital បន្ថែមទៀតថាអគ្គនាយកដ្ឋានអន្តរប្រវេសន៍ក្រសួងមហាផ្ទៃសូមទទួលស្វាគមន៍និងសហការដោយរីករាយចំពោះការផ្ដល់ព័ត៌មានពីគ្រប់មជ្ឈដ្ឋានឬសាកសួរព័ត៌មានបន្ថែមដោយផ្ទាល់តាមលេខទូរស័ព្ទ hotline បាទទូរស័ព្ទ hotline ទៀតគឺ855 78386699ដើម្បីរួមចំណែកពង្រឹងការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងការងារនិងការគោរពច្បាប់ជាតិនិងអន្តរជាតិបាទឥឡូវខាងក្រសួងអន្តរប្រវេសន៍ថាបើមានរឿងអីដឹងថាមន្ត្រីដើរទាលុយគោះយកលុយហ្នឹងគឺឲ្យតាក់ទងទៅលេខទូរស័ព្ទមិញហ្នឹងពួកក្រសួងគេថាគេបានធ្វើគ្រប់រឿងហើយដើម្បីកាត់ឬបីទប់ស្កាត់មន្ត្រីឬភាពអសកម្មហ្នឹងដើម្បីស្វាគមន៍ទទួលភ្ញៀវឲ្យកក់ក្ដៅជាតិទាំងអន្តរជាតិខ្ញុំថាអ្វីដែលក្រសួងលើកឡើងនេះមិនខុសទេព្រោះភ្ញៀវដែលទៅស្រុកខ្មែរដែលគាត់ថាធ្លាប់ទៅពីមុននៅពលានយន្តហោះពោធិ៍ចតុងណានឹងឥឡូវមកដល់ពលានយន្តហោះដែលចូលនៅឯកដាលស្ទឹងនេះណាគឺចំនួនអ្នកដែលដើរទាលុយហ្នឹងថយចុះគួរឲ្យកត់សម្គាល់មិនមែនអត់ទេអញ្ចឹងក្រសួងអន្តរប្រវេសន៍លោកត្រូវចាំណាអ្វីដែលលោកនិយាយបដិសេធទាំងស្រុងហ្នឹងគឺលោកបដិសេធការពារខ្លួនមិនអីទេការពារចោះព្រោះស្ថាប័នខំប្រឹងដែរវាមានមន្ត្រីខលខូចយើងមិនអាចទៅឲ្យត្រីមកកត្រកស្អុយមួយស្អុយទាំងអស់ហើយមិនអញ្ចឹងខ្ញុំគិតថាអស់លោកខំប្រឹងណាកោតសរសើរការខំប្រឹងរបស់អស់លោកដែរដែលដាក់ម៉ាស៊ីនដាក់អីការពារដាក់មនុស្សច្រើនកុំឲ្យអញ្ញាមានបញ្ហានឹងច្រើនខ្ញុំជឿថាមិនមែនលោកមិនធ្វើទេគឺលោកធ្វើក៏ប៉ុន្តែលោកត្រូវចាំរឿងមួយយើងអាចយកមនុស្សចេញពីព្រៃបានណាតែយើងមិនអាចយកព្រៃចេញពីមនុស្សបានទេគេថាកុំពុតស្រឡៅកុំបដៅមនុស្សខូចមនុស្សនៅពេលដែលខូចធ្លាប់ដឹងប្រព័ន្ធលួចធ្លាប់ដឹងប្រព័ន្ធនឹងរកបានណាធ្លាប់ដឹងប្រព័ន្ធនឹងនេះបានណាគឺនៅតែរកវិធីគ្រប់បែបយ៉ាងដើម្បីធ្វើយ៉ាងម៉េចបន្តអាសកម្មភាពរបស់ខ្លួននឹងតទៅទៀតហើយរឿងនេះគឺវាកើតឡើងចំពោះប្រជាពលរដ្ឋខ្មែរដែលទៅលេងនៅពលានយន្តហោះដែលចូលកណ្ដាលស្ទឹងនេះទើបតែ3សប្តាហ៍មុនទេមិនមែនរឿងកើតឡើងពីឆ្នាំ2010អីណាមកទេមិនមែនកើតឡើងនៅពោធិ៍ចតុងទេគឺកើតឡើងទើបតែ3សប្តាហ៍មុនទេគឺនៅក្នុងខែមិថុនានេះឯងបើបងប្អូនចង់ដឹងអីចង់ស្ដាប់សំឡេងហ្នឹងអីខ្ញុំមិនប្រាប់ប្រភពទេតែទៅសួរអ្នកណាក៏ធ្លាប់មានបទពិសោធន៍នៅក្នុងការទៅដល់ពលានយន្តហោះហើយមានមន្ត្រីក្រងឯកសណ្ឋានដើរមកទាលុយឆៅចឹង$5 $10សុំថ្លៃកាហ្វេគេមិនទាលុយទេគេគាត់ថាសុំមនោសញ្ចេតនាថ្លៃកាហ្វេថ្លៃកាទៀវអីទៅក្រុមយើងខំប្រឹងប្រែងធ្វើការអីចឹងអីហើយដល់ពេលឲ្យម្នាក់គាត់ថាគ្នាគាត់នៅពី3នាក់ទៀតនឹងសុំអធិស្ឋានប៉ុន្តែរីករស់រាយរាក់ទាក់ណាស់អត់មែនមកខ្ជុំកាភ្លើងទេហើយសរសើរពួកគាត់បងប្អូនដឹងថាមន្ត្រីដែលដើរទាលុយប្រជាពលរដ្ឋខ្មែរនេះណាគឺជាមន្ត្រីដ៏រស់រាយរាក់ទាក់សុភាពរៀបសារកក់ក្ដៅហ្មងបងប្អូនមិនដែលមានពលានយន្តហោះណានៅលើโลกនេះដែលឃើញមន្ត្រីក្រងឯកសណ្ឋានដែលជាអាជ្ញាធរមកញឹមដាក់យើងទេកម្រណាស់មុខឡើងកញើបើពលានយន្តហោះនៅអាមេរិកនេះវិញយើងមកញាក់សាច់ហ្មងអ្នកណាដែលមកមិនស្រួលមកម្ដងហ្នឹងគឺមានស្អីដូចរៀងអត់ស្គាល់ទេហងគឺថាមុខមមគឺកាន់គឺថាអត់មានញញឹមអត់មានញញែមអីណាអាហ្នឹងគឺនៅគ្រប់ពលានយន្តហោះទាំងអស់តឹងហ្មងគឺទម្លាប់របស់គេគឺអញ្ចឹងវាព្រោះគេមិនមែនជាមន្ត្រីបដិសណ្ឋារកិច្ចទេមិនមែនជាបុគ្គលិកពលានយន្តហោះដែលជាជនស៊ីវិលដើម្បីឲ្យស្វាគមន៍ភ្ញៀវអ្នកសុខសប្បាយជាទេសូមអញ្ជើញទៅផ្លូវនេះបើសិនជាទៅឆែកឆេនៅផ្នែកសន្តិសុខទៅផ្លូវនេះបើសបុតយន្តហោះត្រូវរកកៅអីរកលេខវ៉ាលីត្រូវដាក់នេះអីហ្នឹងគេជួយសម្រួលមិនមែនមន្ត្រីដោះទាំងហ្នឹងទេនេះគឺជាមន្ត្រីក្រងសម្លៀកបំពាក់អ្នកខ្លះមានផ្កាយលើស្មាទៀតកាន់អ៊ីកូមកាន់អីហ្នឹងមកញញឹមញញែមរស់រាយរាក់ទាក់សួរនាំយើងគួរឲ្យជាទីមនោរម្យមែនតើសុំសរសើររឿងឯងគឺជារឿងមួយដ៏គួរឲ្យអស្ចារ្យណាស់សម្រាប់ប្រទេសកម្ពុជាយើងដែលមន្ត្រីដូចថាញញឹមញញែមដូចសប្បាយចិត្តនឹងការងារហ្នឹងមែនតើគឺដូចថាយើងកម្ររឃើញព្រោះនៅស្រុកអាមេរិកនេះប្រាក់ខែអ្នកនៅពលានយន្តហោះជាមន្ត្រីសន្តិសុខអីហ្នឹងក៏មិនជាតិចជាង$4-5,000អីដែរមួយខែវាមិនច្រើនទេគ្រាន់តែបានមកហូបនំប៉័ងប៉ុន្តែមិនញញឹមញញែមអីគឺថាថ្វាយចុះបើញញឹមញញែមយ៉ាងនេះភ្ញៀវមួយថ្ងៃរាប់ម៉ឺននាក់ងាប់ហើយរួចគៀមរួចថ្ពាល់អស់ហើយប៉ុន្តែមន្ត្រីខ្មែរអត់ដែលបាត់ស្នាមញញឹមទេប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់ស្នាមញញឹមរបស់មន្ត្រីខ្មែរដែលគួរឲ្យគោរពគួរឲ្យស្រឡាញ់គួរឲ្យសរសើរនេះណាញញឹមរកស្នេហ៍ដឹងមនុស្សញញឹមទៀតមិនមែនចេះតែញញឹមទេញញឹមរកតែភ្ញៀវណាដែលជាអាណិកជនខ្មែរមកពីក្រៅប្រទេសហើយអាណិកជនហ្នឹងមើលទៀតបើដាច់វងបើម្នាក់ឯងមិនមែនមានមកតាមប្តីដែលជាជនបរទេសឬក៏បើមកនិយាយទៅគឺឲ្យតែម្នាក់ឯងជាខ្មែរបើមានលាយបរទេសស្បែកសស្បែកអីក៏ដោយហ្នឹងគឺគាត់ញញឹមក្នុងន័យមួយអត់បានអីទេគឺញញឹមរបៀបស្វាគមន៍ធម្មតាប៉ុន្តែបើមកដាច់វងម្នាក់ឯងគឺញញឹមសង្ឃឹមបានលុយហ្នឹងហ្មងហើយកុំសួរមុនរ៉េតដែលទៅខ្មែរទេ12ឆ្នាំហើយទៅសួរបងប្អូនចុះទៅខ្មែរគឺគាត់ឃើញមន្ត្រីរស់រាយរាក់ទាក់គួរឲ្យជាទីមនោរម្យសប្បាយចិត្តក៏ប៉ុន្តែគឺគាត់ញញឹមរកស្នេហ៍ដើម្បីឱកាសបានស្និទ្ធនិយាយហើយតាក់ទងនឹងរឿងលុយហ្នឹងហ្មងអារឿងនេះឯងដែលអស់លោកគិតថាមុនរ៉េតនិយាយមិនពិតបដិសេធទាំងស្រុងនោះខ្ញុំសុំឲ្យការនឹងមិនពិតចាស់
ព្រោះអីខ្ញុំចង់ឲ្យយើងមានកិត្តិយសមានសេចក្តីថ្លៃថ្នូរទាំងអស់គ្នាជាតិយើងបងប្អូនណាម្ដងទៀតជាមន្ត្រីក្រងសម្លៀកបំពាក់ឯកសណ្ឋានអស់ញញឹមទទួលភ្ញៀវទេសចរនេះគឺជាសេចក្តីថ្លៃថ្នូរជួយជាតិយើងខ្ញុំសូមអរគុណដឹងគុណលោកជាអាណាចក្រការណាទាំងលោកស្រីមន្ត្រីរាជការនៅក្នុងពលានយន្តហោះដែលក្រងសម្លៀកលោកធ្វើការងារមួយថ្ងៃបោះល្ងាចលោកហត់អស់ពីនេះឲ្យកម្លាំងកាយចិត្តឲ្យមកឈរញញឹមទទួលភ្ញៀវទៀតតើកម្ពុជាយើងក៏សំណាងម្ល៉េះព្រោះមិនមានត្រូវការមកចាំឈរទទួលញញឹមទទួលភ្ញៀវអីទេព្រោះភ្ញៀវច្រើនណាស់រាប់ម៉ឺនអ្នករាប់សែនអ្នកអញ្ចឹងវាត្រូវការតែភ្ញៀវមកកុំឲ្យតែគាត់មានបញ្ហាអីទៅបានហើយសម្រួលការងារឯកសារអីគាត់ឲ្យលឿនទៅអាហ្នឹងគឺវាគ្រប់កិច្ចបាត់ទៅហើយតែញញឹមនេះគឺបានន័យថាបន្ថែមគេហៅ added value ជាគុណតម្លៃបន្ថែមទៅទៀតដើម្បីឲ្យពលានយន្តហោះយើងកាន់តែជាទីមនោរម្យក៏ប៉ុន្តែជាអកុសលអាទម្លាប់នៃការដើរគោះមនុស្សហ្នឹងតែ3អាទិត្យមុននៅការឡើងដដែលទេអញ្ចឹងសូមឲ្យអស់លោកហើយខ្ញុំលើកទឹកចិត្ត2យ៉ាងមន្ត្រីក្រសួងអន្តោប្រវេសន៍របស់កម្ពុជានេះពង្រឹងឲ្យមែនតើបន្ថែមទៀតតកតនៅក្នុងការដែលអប់រំមន្ត្រីឲ្យដាក់វិធានការឲ្យតឹងរឹងបំផុតបញ្ឈប់ចោលមន្ត្រីទាំងឡាយណាដែលធ្វើប្រព្រឹត្តនេះហើយខ្ញុំជឿថាអាលេខ hotline មិនដឹងតែដោះស្រាយយ៉ាងម៉េចហើយសូមលើកទឹកចិត្តឲ្យបងប្អូនខ្មែរទាំងអស់ដែលជាភ្ញៀវទេសចរនេះដែលទៅលេងស្រុកខ្មែរនេះជួយគ្នាណាបងប្អូនថតរូបវីដេអូឬក៏ថតសម្លេងពួកគាត់តាមទូរស័ព្ទដាក់ក្នុងកប៉ៅចុចសម្លេងចោលជជែកលេងទៅសួរគាត់ឈ្មោះអីលុយជូនអីសុំលុយហ្នឹងហើយទៅសម្រាយការទៅប្រព័ន្ធ hotline បើមិនចឹងទេបោះតាមបណ្ដាញសង្គម Facebook ឲ្យដឹងថាមន្ត្រីនេះឈ្មោះនេះលេខស្លាកលេខអញ្ចឹងពាក់អីព្រោះអីមន្ត្រីទាំងអស់នោះសុទ្ធតែមានលេខឈ្មោះទាំងអស់ទេហើយកាមេរ៉ា iPhone អីអត់ប្របាក់ថតទេបងប្អូនដាក់តែក្នុងកប៉ៅចោលចុចកាមេរ៉ាហ្នឹងថតចោលបានលេខបានឈ្មោះបានអីហ្នឹងទាំងអស់ហើយបើបងប្អូនជួយគ្នាមិនយូរទេលលាយអស់ហើយក្រុមអ្នកទាំងនេះបងប្អូនកុំភ្លេចណាមន្ត្រីដែលទាលុយបងប្អូន$5 $10រាល់ដងហ្នឹងណាមិនមែនជាមន្ត្រីតូចតាចទេអ្នកដែលតូចតាចមិនតែអត់ហ៊ានធ្វើរឿងនេះទេគឺសុទ្ធតែបើទៅមើលជួនកាលមានផ្ទះវិឡា2 3អីណាអស់លោកដែលទៅឲ្យគេ$10ណាជួនកាលមកធ្វើការលុយសុទ្ធកាត់កឆាអីនៅលងបិចឬក៏នៅកន្លែងផ្សេងធ្វើការទាំងព្រិលទាំងអីទេលុយយកមកហ្នឹងគឺមួយថ្ងៃវាស់ល្ងាចអត់បានសម្រាប់ឈម8ម៉ោង9ម៉ោងសន្សំលុយចង់ងាប់ហើយដល់ពេលទៅឲ្យពួកមន្ត្រីពលានយន្តហោះហ្នឹងគឺមន្ត្រីហ្នឹងបន្ថែមដើម្បីឲ្យគាត់បានសង់អាងហែលទឹកតែក្រោយផ្ទះវិឡាដល់ស្កឹមស្កាយទី3របស់គាត់អីប៉ុណ្ណោះទេបងប្អូនកុំភ្លេចណាខ្ញុំគ្រាន់តែជាបងប្អូនប៉ុណ្្នឹងទេហើយម្ដងទៀតខ្ញុំថាបើមន្ត្រីខ្វះខាតអត់មានវិធីអីទៅជួយឧបត្ថម្ភតាមបែបពុកលលួយចេះទេហើយមន្ត្រីទាំងអស់ហ្នឹងទៀតសោតបើអស់លោកខ្វះខាតទេឈប់ធ្វើការនៅពលានយន្តហោះលោកធ្វើការអត់បានទៀតទេព្រោះប្រាក់ខែធ្វើមិនគ្រប់លោកអត់អាចធ្វើការបានហេតុអីលោកស្រឡាញ់ជាតិនេះមកម៉េចខ្វះអីមន្ត្រីកូនអ្នកស្រែខ្វះខាតគេចង់បានការងារមកកណ្ដោអត់ដែលបានធ្វើទេបានតែអស់លោកដើម្បីទៅបំផ្លាញគេឯងហ្នឹងឈប់ធ្វើទៅសុំលាឈប់ទៅធ្វើការកន្លែងផ្សេងទៅប្រាក់ខែនឹងអត់គ្រប់ទេ500លោកចាយមិនគ្រប់បើឲ្យប្រជាពលរដ្ឋរាជក្រីក្រនៅស្រុកស្រែគេច្បាស់ជាបានអា500ហ្នឹងគ្នាសប្បាយចិត្តងាប់ហើយមិនពុកលលួយដោយអស់លោកទេគេធ្វើបានតែអស់លោកមានវិឡាមានអីស្កឹមស្កៃវាខ្វះអារឿងអាងហែលទឹកខ្វះអារឿងម៉ាស៊ីនអាំងសាច់ឧបករណ៍អាំងសាច់អីចឹងចេះតែមកគោះបានគោះរាល់ខែរាល់ឆ្នាំអាហ្នឹងវាធ្វើឲ្យខូចទាំងអស់មកខ្ញុំលើកទឹកចិត្តឲ្យអស់លោកឈប់ធ្វើការទៅកុំបំផ្លាញហើយម្ដងទៀតបងប្អូនទៅពីខ្មែរទៅពីអាមេរិកហ្នឹងក៏ចឹងដែររបៀបជួយខ្មែរយើងកុំទៅជួយមន្ត្រីនៅពលានយន្តហោះហ្នឹងអត់បានជួយខ្មែរទេបំផ្លាញខ្មែរទេព្រោះមន្ត្រីអស់នេះអត់ក្រទេមន្ត្រីអស់នេះហ្មងបានការងារទៅគោះលុយគេហ្នឹងមិនដឹងសោកប៉ាន់គេអស់ប្រហែលទេអញ្ចឹងអស់លោកអត់ទៅជួយពួកគាត់បានទេណោះបើជួយខ្ញុំលើកទឹកចិត្តជួយអ្នកលើកវ៉ាលីអ្នកស្អីរត់រថយន្តកង់3ឬម៉ូតូកង់3ដែលគ្នាលហេមលហាមមកចតមិនដឹងអស់លុយបងអីផងមកបាន1 2អីបើជួយឲ្យលើសលុយបន្តិចទៅពួកគាត់ក៏អត់អីដែរព្រោះគ្នាក្រប៉ុន្តែកុំឲ្យលុយមន្ត្រីឯកសណ្ឋានដែលមានប្រាក់ខែស្រាប់ហើយមកបំផ្លាញមុខមាត់ជាតិយើងនេះហើយថតវីដេអូថតរូបខ្ញុំមកបង្ហោះហើយបើរកកន្លែងណាបង្ហោះអត់ឃើញផ្ញើឲ្យមួងណារ៉េតមកខ្ញុំបង្ហោះឲ្យដើម្បីកំចាត់មន្ត្រីនេះអស់តែម្ដងហើយខ្ញុំមិនខ្វល់ទេឲ្យមន្ត្រីនេះលលាយអស់ពីពលានយន្តហោះក៏បានដែរព្រោះដើម្បីលើកមុខមាត់ជាតិយើងទាំងអស់គ្នាហើយកុំឲ្យមន្ត្រីក្រសួងអន្តោប្រវេសន៍នឹងលោកប្របាក់បំភ្លឺប្របាក់បកស្រាយប្របាក់អីមកបកស្រាយប្រាប់មួងណារ៉េតនឹងបានផេះអីព្រោះបើរឿងហ្នឹងវានៅតែកើតឡើងប្រជាពលរដ្ឋរងគ្រោះរាល់ថ្ងៃហ្នឹងអញ្ចឹងលោកទៅតាមមើលហើយចឹងម្ដងទៀតបងប្អូនណាខ្មែរយើងទៅពីអាមេរិកហ្នឹងជួយគ្នាជួនកាលយើងជួយអន្តោប្រវេសន៍ដែរព្រោះគាត់ថាខំដែរតែខំមិនបើយើងនៅចិត្តតែឲ្យលុយឈប់មើលហើយបើថាឈប់មិនបានថតរូបថតវីដេអូហ្នឹងឲ្យបានមើលហើយដាក់ទៅផ្សាយទៅយូរឃើញមន្ត្រីនេះម្ដងមួយអស់ហើយឲ្យរៀងចាលជួយគ្នាណាបងប្អូនម្ដងទៀតខ្ញុំសរសើរក្រសួងអន្តោប្រវេសន៍ដែលដោះស្រាយបញ្ហានេះប៉ុន្តែអស់លោកនឹងមានការងារច្រើនទៀតហើយប្រជាពលរដ្ឋខ្មែរដែលធ្វើដំណើរទៅខ្មែរហ្នឹងជួយគ្នាយើងនាំគ្នាមកអង្គុយដាច់ខ្យល់ងាប់ហើយសុំភ្លើងយ៉ាក់ហើយចាំបានថាឥឡូវ technology បច្ចេកវិទ្យាលឿនណាទូរស័ព្ទ iPhone អីហ្នឹងថតឆ្វាច់អី selfie ក្នុងបន្ទប់ទឹកមួយថ្ងៃ500ប៉ុស្តិ៍ថតបានថតមន្ត្រីពុកលលួយទាំងអស់នេះមកប៉ុស្តិ៍2ដើម្បីឲ្យអស់ពីលោកអស់ពីអាកន្លែងពលានយន្តហោះយើងហ្នឹងមិនបានណាមានមតិប្រជាពលរដ្ឋច្រើនណាដែលចេញមកពន្យល់អីតាមនេះខ្ញុំមិនទៅវែងឆ្ងាយទេព្រោះអីប្រជាពលរដ្ឋក៏គាត់នៅតែគិតថាបំភ្លឺហើយតែ
ទៅឃើញចាក់ស្ដែងប៉ុន្តែក៏ខ្ញុំគិតថាប្រជាពលរដ្ឋគាត់និយាយទទួលស្គាល់ដែរថាអាជ្ញាធរបានដោះស្រាយរឿងនេះក៏ច្រើនដែរហើយមិនប្រពាក់ប្រពូនដូចនៅពលានយន្តហោះពោធិ៍ចតុងទេមានដែរនឹងមានរប៉េះរប៉ោះចឹងសូមឲ្យរប៉េះរប៉ោះហ្នឹងគឺវាអស់ទៀតទៅបាទឥឡូវខ្ញុំបន្តដល់ព័ត៌មានរឿងជនរងគ្រោះប្តឹងផ្កាយ3នគរបាលទេសចររឿងចាប់ឃុំខ្លួនតាមអំពើចិត្តករណីទំនាស់គ្រួសារបញ្ហាលុយកន្លះលានដុល្លាររឿងនេះរឿងយើងណាវាច្រើនពេកបងប្អូនដល់ច្រើនពេកវាប៉ាតណាប៉ាតណីស្អីក៏មានដែរប្រព័ន្ធដឹកនាំរដ្ឋយើងអញ្ចឹងស្អីក៏មានដែរអារឿងដែលមិនគួរកើតឡើងគឺកើតឡើងគ្រប់រឿងព្រោះអីយើងអត់អនុវត្តតាមនីតិវិធីច្បាប់តាំងពីថ្នាក់លើដល់ថ្នាក់ក្រោមចបៃត្រតាមគ្នាអាចជ័យធ្លាក់ទឹកហើយអើម៉ាយកតាសងចឹងទៅទាំងអស់គ្នាខូចខ្ទេចខ្ទីស៊ីតាមជំនាញធំស៊ីតាមធំតូចស៊ីតាមតូចពង្រឹងការអនុវត្តច្បាប់ផ្ដេសផ្ដាស់ដើម្បីចំណេញចោចធ្វើទុកបុកម្នេញប្រជាពលរដ្ឋដើម្បីតែលៀបសការៈបពុខុសច្បាប់អីខុសខ្ញុំជឿថាគ្មានមន្ត្រីណាញញើតនៅក្នុងការប្រព្រឹត្តខុសច្បាប់អីនៅស្រុកខ្មែរព្រោះមានអ្នកណាទៀតដែលប្រព្រឹត្តខុសច្បាប់តិចជាងគេជាងលោកហ៊ុនជាប្រមុខរដ្ឋតាក់ទងនឹងរឿងងើបមួយវាយមួយរឿងប្រមាថការទៀនរឿងចាប់អ្នកនេះចាប់នៅនោះរឿងរំលាយគណៈបកសង្គ្រោះជាតិរឿងស្អីស្អីសពបែបយ៉ាងរកសម្លាប់អ្នកនេះអ្នកនោះដោយសារចោតគេថាបដិវត្តពណ៌សម្លាប់100 200អ្នកក៏បានដែរអីឡាអ្នកណាទៀតដែលហ៊ានរំលោភច្បាប់ខ្លាចដោយលោកហ៊ុនសែនដែលជាមេដឹកនាំប្រទេសហើយអត់ដែលជាប់ទោសអីសោះតើមន្ត្រីខាងក្រមហ្នឹងគាត់ខ្លាចញញើតអីនៅក្នុងការប្រព្រឹត្តខុសច្បាប់ព្រោះច្បាប់រដ្ឋធម្មនុញ្ញដល់កម្ពុជាមិនគេរំលាយគេរំលោភបានចុះគ្រាន់តែច្បាប់ទូចតែគេរំលោភអត់បានមែននេះជាបញ្ហាហើយបញ្ហាហ្នឹងកើតឡើងអ្នកទាំងអស់នឹងខ្លាយទៅជាជនរងគ្រោះគ្រប់គ្នាគ្រាន់តែមិនទាន់ដល់វេនអ្នកទោះជាអ្នកមិនធ្វើអីខុសក៏ដោយមិនពាក្យខ្ញុំទេពាក្យខ្ញុំអត់មាននិយាយចឹងទេគឺនេះជាប្រសាសន៍របស់លោកបណ្ឌិតកែមលីឥឡូវឃើញទេឃើញជនរងគ្រោះហ៎ហើយខ្ញុំពេលខ្លះខ្ញុំស្រក់ទឹកភ្នែកបើថាមន្ត្រីប្រឆាំងលើករឿងនេះមកខ្ញុំអត់សូវអីឥឡូវមន្ត្រីប្រឆាំងអស់អីលើកហើយព្រោះគណៈបកប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់គណៈបកប្រជាជនកម្ពុជាអស់សាច់នឹងរិះគន់ឥឡូវដល់ពេលក្រុមគ្នាគាត់ចាប់ផ្ដើមរិះគន់គ្នាឯងហើយឥឡូវអត់មានគណៈបកប្រឆាំងណារិះគន់អីកើតទៀតទេព្រោះគណៈបកប្រជាជនគណៈបកប្រឆាំងរិះគន់អស់សាច់រិះគន់ហើយដល់ពេលឥឡូវគាត់ធ្លាប់ជេរគណៈបកប្រឆាំងគ្រប់គ្នាសុទ្ធតែពួកញុះញង់ពួកទៅគ្រប់រឿងស្អីក៏ទៅដែរដល់ឥឡូវអាទៅហ្នឹងវាទៅគាត់ដែរពួកក្រុមកសែត MMO អ្នកផ្សាយព័ត៌មានបាតផ្សារពៀលាស្អីនៅស្រុកខ្មែរឬក៏ត្រូលជើងគណៈបកប្រជាជនកាប់មុខឥឡូវចេញមកប្រងព្រាតមកសួរសំណួរធ្វើដូចសំណួរជប់ពីឋានទេវតាមកគាត់សួរថាអូគេមានមន្ត្រីទេសចរនគរបាលទេសចរអនុវត្តគោលការណ៍ទៅចាប់មនុស្សផ្នែកព្រំប្រទានបានកើតដែរសំណួរនេះមិនមែនជាសំណួរក្រុមប្រឆាំងទេបងប្អូនសំណួររបស់ក្រុមអ្នកព័ត៌មាន MMO នៅស្រុកខ្មែរដែលជេរគណៈបកប្រឆាំងស្អីក៏ទៅដែរក្រុមគាត់ដែរឥឡូវក្រុមគាត់វល់វាទល់ពធទៅក្រុមគាត់ហ្នឹងខ្លាចទៅជាជនរងគ្រោះដល់ពេលពួកគាត់ខ្លាចទៅជាជនរងគ្រោះដែរបានគាត់ដឹងថាអូអត់ស្រួលទេស្រុកយើងយ៉ាប់ហើយនេះរៀលតាមមកដល់យើងដែរអញ្ចឹងតើអង្គើអយុធធម៌តើវាកើតឡើងនៅកន្លែងណាមួយអង្គើអយុធធម៌នឹងវាកើតឡើងគ្រប់កន្លែងបើអស់លោកអាជ័យធ្លាក់ទឹកហើយអើតែស្កមិនព្រមដោះស្រាយដល់តែលងទឹកបានអស់លោកស្រែកថាអូលេចងាប់បាត់ហើយយើងជិះទូកជាមួយគ្នាទឹកហូរចូលពេញយើងអង្គុយផឹកស្រាសំប៉ាញហើយទៅរករឿងគេថាកុំមាត់មិនអីទេចេះទៅឲ្យទូកហ្នឹងតែទឹកអត់ព្រមយកស្អីមកចុកបាត់សោះចេះតែនៅអង្គុយស្រឹមស្ដាប់ចម្រៀងឥឡូវលិចទៅហើយដល់លិចចាប់ដើមមិនក៏វត្តដបស្រាចោលហែលទឹកអត់ទឹកលងស្លាប់បាត់អស់លោកតលតែអញ្ចឹងបានថាអូយល់ពីអយុធធម៌ប៉ុណ្ណាគេស្រែកដាច់ខ្យល់ងាប់ក៏អស់លោកជឿក្បាលសឹកក្រុមឧទាមក្រុមប្រឆាំងក្រុមបដិវត្តពណ៌រដ្ឋាភិបាលធ្វើអីមិនត្រូវចុះឥឡូវរដ្ឋាភិបាលអ្នកណាគេនេះធ្វើអីត្រូវហ្នឹងរដ្ឋាភិបាលអ្នកណាគេក្រែងអស់លោកដែលជាសកម្មជនដែលជាអ្នកគ្រប់គ្រងគណៈបកនេះតាំងពីដើមមកតើហើយគណៈបកប្រជាជនកម្ពុជាធ្វើព័ត៌មានដើម្បីតែទ្រជើងក្រែគណៈបកប្រជាជនកម្ពុជាមកអាយុមកហើយឥឡូវមកចេះចាញ់សួរសំណួរថាគេធ្វើចឹងកើតដែរនគរបាលទេសចរសោះទៅចាប់មនុស្សឃុំខ្លួនតាក់ទងរឿងព្រំប្រទានគេធ្វើអីក៏កើតដែរកុំសួររបៀបដូចក្មេងបៀមដៃនោះស្រុកខ្មែរនោះគេធ្វើអីក៏កើតដែរគេទាញច្បាប់អាយុដូចកស៊ូមកអាយុហើយតែអស់លោកអត់ជិះក្បាលចាប់គណៈបកប្រឆាំងពីរឿងញុះញង់អីហ្នឹងគឺដោយសារទាញច្បាប់អាយុដូចកស៊ូតាបើច្បាប់មែនតើគ្មានអ្នកណាជាប់គុកបានទេព្រោះអីអស់លោកចេះតែបកស្រាយច្បាប់ឲ្យត្រូវជាប់គុកដើម្បីគម្រាមកំហែងគេតើឥឡូវវាធ្លាក់លើខ្លួនឯងហើយករណីនេះគឺជាករណីដែលអើរឿងព្រំដែនលោកអើយលោក73ទីតាំងគេយកអស់យើងអត់មានកម្លាំងប្រលាំងទៅទាយកដីពីគេមកវិញបានអត់ដឹងទៅតុលាការព្រំប្រទានអន្តរជាតិយុត្តិធម៌អន្តរជាតិអត់ទាំងអស់ឥឡូវមកវល់យកកម្លាំងសតិបញ្ញាឆ្លោះគ្នាពេញផ្ទៃប្រទេសពីរឿងមន្ត្រីសមត្ថកិច្ចធ្វើការអត់ត្រូវទូនាទីតើសាសនេះធ្លាក់ដល់កម្រិតសូន្យយ៉ាងនេះបងប្អូនហេតុអីបានជាម៉ោងណាយើងនាំគ្នានិយាយអំពីនីតិវិធីអនុវត្តខុសច្បាប់តែសួរថាគេទៅធ្វើខុសនឹងលើកទី1មែនអត់ទេធ្វើខុសយូរហើយ30 40ឆ្នាំហើយប៉ុន្តែអស់លោកអាចជ័យធ្លាក់ទឹកតែស្កវាយូរពេកឥឡូវរឿងនេះគឺអញ្ចេះខ្ញុំនិយាយសាវតារឿងតិចហើយខ្ញុំមែនតើបើនិយាយរឿងនេះមកយកទៅព្រឹកក៏និយាយចាប់ដែរប្រហែលថ្ងៃនេះគឺអូសអត់រំលងទេមានមនុស្ស2នាក់ដែលត្រូវបានកងមនុស្សតាមពិតយុវជនម្នាក់ដែលត្រូវបាននគរបាលទេសចរចុះទៅបង្ខំចាប់បង្ខំខាត់ខ្លួនយកទៅឃុំខ្លួនទៀតអាដីកាក៏គ្មានអាស្អីក៏គ្មានដែរ
យកមនុស្សទៅឃុំខ្លួនឲ្យគេថតវីដេអូបានទេអត់មានញញើតអីបន្តិចទេពួកគាត់អត់និយាយទៅនៅស្រុកខ្មែរនេះគ្មានខ្វល់នឹងណាថតវីដេអូថតអីទេព្រោះពួកគេមានខ្នងគេមានអីគេមានស្អីគេធ្លាប់ធ្វើខុសមកយោមិនដែលណាធ្វើអីគេផងបានប្រយោជន៍អីប៉ុន្តែខ្ញុំសរសើរណាខ្មែរយើងអត់ដូចខ្មែរយើងពីមុននេះគេឈឺចាប់ខ្លាំងពេកទៅគឺគេក្រោកតវ៉ាដែរឃើញទេក្រុមយុវជនក្រុមអ្នកដែលគេចាប់ទៅទាំងនេះហ្នឹងឥឡូវដាក់ពាក្យប្តឹងទៅប៉ូលីសទេសចរហ្នឹងទៅបង្ខំឃុំខ្លួនគ្នាចាប់អត់មានដីកាហើយរឿងអីគេបងប្អូនរឿងប្តីប្រពន្ធពីរនាក់គេឆ្លោះគ្នារឿងទុកដាក់លុយជនជាតិចិនទេតាមពិតប្តីប្រពន្ធហ្នឹងបើតាមមើលឈ្មោះតែម្នាក់ដែលគេខាត់ខ្លួនហ្នឹងគាត់ជាបុគ្គលិករបស់ក្រុមហ៊ុននៃគ្រួសារចិននេះគាត់មានលុយប្តីប្រពន្ធគាត់ហ្នឹងឆ្លោះគ្នារឿងលុយប្រហែលជា$50,000កន្លះលានអីហ្នឹងហើយអញ្ចឹងទៅវាមានការផ្ទេរចុះផ្ទេរឡើងអញ្ចឹងទៅប្រពន្ធហ្នឹងឲ្យបុគ្គលិកហ្នឹងទុកដាក់លុយឲ្យហ្នឹងទៅដល់អញ្ចឹងប្តីរករឿងហើយបុគ្គលិកហ្នឹងគ្នាប្រាក់ខែតែ300ឯងមួយខែនៅក្នុងកងធនាគារមានដល់ទៅកន្លះលានលុយកន្លះលានដល់អញ្ចឹងទៅខាងប្តីហ្នឹងគេមិនដឹងជាទៅពឹងប៉ូលីសទេសចរអាមិនគេនោះគេទៅចោះចាប់ខ្លួនឃុំខ្លួនរករឿងសួរចម្លើយគ្នាថាបើលុយមានតែ$400ហេតុអីក៏មាននៅក្នុងកងដល់ទៅ5សែនរឿងហ្នឹងយកជាហេតុផលរឿងលុយហ្នឹងហ្មងប្រហែលជាអាចគោះទៅបានលុយបានអីខ្លះបើទៅការតាក់តងលុយហ្នឹងមិនមែនមានតែ5សែនទេមកក្នុងសាច់រឿងហ្នឹងលុយហ្នឹងមានដល់ទៅជិត$2 លានតែអា5សែនហ្នឹងជាកម្មវត្ថុនៃការផ្ទេរចុះផ្ទេរឡើងហ្នឹងដែលផ្ទេរមែនតើទៅគឺដល់ពេលឥឡូវតកែស្រីរបស់គាត់ហ្នឹងមកប្រាប់ថាលុយហ្នឹងលុយរបស់តកែស្រីទៅទុកឲ្យបុគ្គលិកហ្នឹងអ្នកទុកដាក់ទេគាត់អត់មានលុយមែនប៉ុន្តែហ្នឹងពឹងឲ្យទុកដាក់ដើម្បីកិច្ចពីរឿងប្តីឆ្លោះគ្នារឿងលុយកាក់គាត់ណាហើយអញ្ចឹងខាងនេះគឺបានព័ត៌មានពីណាគឺចាប់មន្ត្រីក្រសួងទេសចរនគរបាលទេសចរចុះទៅចាប់ខាត់ខ្លួនយកគេទៅឃុំខ្លួនទៀតខ្ញុំនិយាយទៅគឺព័ត៌មាននេះមិនមែននិយាយដើម្បីមួលបង្កាច់ឬក៏ដើម្បីប្រយោជន៍បុគ្គលส่วนតួអីទេគឺដើម្បីដាស់តឿនសតិអារម្មណ៍ទាំងមន្ត្រីអនុវត្តច្បាប់ទាំងប្រជាពលរដ្ឋដែលជាជនរងគ្រោះឲ្យចេះការពារខ្លួនខ្ញុំអានខ្លឹមសារនៃអនុក្រឹត្យមួយរបស់រដ្ឋាភិបាលកម្ពុជាឆ្នាំ2001ដែលចុះហត្ថលេខាដោយលោកហ៊ុនសែននិយាយអំពីទួលនីតិនិងការបង្កើតក្របខ័ណ្ឌនាយកដ្ឋានប៉ូលីសទេសចរតើគាត់មានទួលនីតិធ្វើអីតែខ្ញុំមិនចាំបាច់អានក៏បងប្អូនបៀមដៃក៏ដឹងដែរព្រោះប៉ូលីសទេសចរអត់អាចទៅចាប់មនុស្សប៉ូលីសទេសជួយទេសចរទៅសម្របសម្រួលភ្ញៀវរក្សាសន្តិសុខឲ្យភ្ញៀវបដិសន្តារកិច្ចអាហ្នឹងខ្ញុំនិយាយជាទូទៅមិនបាច់អានស្អីគេណាក៏ដឹងដែរបើប៉ូលីសទេសចរយើងទៅធ្វើកសិកម្មមែនបើប៉ូលីសទេសចរយើងទៅបើកកតុំរុយមែនឧទាហរណ៍ប៉ូលីសទេសចរទៅកាន់រថក្រោះមែនប៉ូលីសទេសចរទៅធ្វើខាងវិស្វកម្មដើម្បីកាយលូឬអីដាក់ខ្សែកាបមែនយើងគ្រាន់តែគិតថាសាមញ្ញក៏វាដឹងដែរបើវាប៉ូលីសទេសចរគឺយើងដោះស្រាយរឿងភ្ញៀវទេសចរប៉ូលីសព្រហ្មទណ្ឌគឺករណីព្រហ្មទណ្ឌប៉ូលីសទេសចរបើចង់ដោះស្រាយរឿងទេសចរឧទាហរណ៍ភ្ញៀវទេសចរមានបញ្ហានៅស្រុកខ្មែរមកអញ្ចឹងផឹកស៊ីអ៊ូតនួអីមកអញ៉ៃប្រហូតតុងជ័យខ្មែរយកមកទ្រាំគូតអង្គុយអីអញ្ចឹងទៅគឺប៉ូលីសទេសចរត្រូវអន្តរាគភ្លាមអាចនៅទីហ្នឹងប៉ុន្តែត្រូវសហការជាមួយនឹងប៉ូលីសនគរបាលយុតិធម៌ឬក៏ក្រសួងមហាផ្ទៃឬក៏ប៉ូលីសអីផ្សេងទៀតដែលគេមានសមត្ថកិច្ចខាត់ខ្លួនតែយើងគ្រាន់តែមកក្នុងនាមទេសចរដោយសារភ្ញៀវទេសចរហូតតុងជ័យខ្មែរយកមកហែកលេងឬទ្រាំអង្គុយអីអាហ្នឹងវាមិនសមរម្យយើងអាចណែនាំឬអីចឹងប៉ុន្តែដើម្បីឲ្យអនុវត្តច្បាប់វាត្រូវតែមានប៉ូលីសខាងព្រហ្មទណ្ឌគេមកមិនតែចាប់គេតែអីបានស្អិចចិត្តទេបើចឹងមានទូនីតិអីអញ្ចឹងខ្ញុំសូមអានស្ដាប់ជំពូកទី3អំពីសមត្ថកិច្ចនិងភារកិច្ចរបស់នគរបាលទេសចរនាយកដ្ឋាននគរទេសចរមានសមត្ថកិច្ចដូចខាងក្រោមទី1ទំនាក់ទំនងជាមួយស្ថានទូតស្ថានតំណាងនិងអង្គការអន្តរជាតិនានាដើម្បីផ្ដល់ហេតុការណ៍ដែលពាក់ព័ន្ធនឹងភ្ញៀវទេសចរដោយសហការជាមួយក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិដើម្បីចាត់ការឲ្យបានសមស្របនិងទាន់ពេលវេលាទៅតាមការកំណត់របស់ច្បាប់ទី2ករណីមានបទល្មើសជាក់ស្ដែងនៅក្នុងសមត្ថកិច្ចរបស់ខ្លួនមានបទល្មើសជាក់ស្ដែងមន្ត្រីនគរបាលទេសចរត្រូវធ្វើអន្តរាគមន៍ចំពោះបទល្មើសទៅតាមនីតិវិធីជាធរមានក៏ប៉ុន្តែក្នុងករណីវាត្រូវនៅមាត្រា3ដែលថាសហការជាមួយផ្នែកមានសមត្ថកិច្ចដើម្បីទប់ស្កាត់ប្រឆាំងនឹងការជួញដូរគ្រឿងញៀនការជួញដូរមនុស្សពិសេសស្ត្រីនិងកុមារទី4សហការសុទ្ធតែសហការទាំងអស់ជាមួយនឹងសមត្ថកិច្ចពាក់ព័ន្ធដើម្បីបង្ការការពារឧបទ្ទវហេតុគ្រោះថ្នាក់ផ្សេងៗដែលកើតមានកើតដោយចំពោះភ្ញៀវទេសចរទី5សហការទៀតហើយជាមួយនឹងសមត្ថកិច្ចពាក់ព័ន្ធដើម្បីអប់រំប្រជាពលរដ្ឋឲ្យយល់ដឹងអំពីនយោបាយទេសចរជាតិនិងចេះស្វាគមន៍រស់រាយរាក់ទាក់ភ្ញៀវទេសចរទី6ទទួលធ្វើកំណត់ហេតុនិយាយទៅគឺសហការគ្រប់រឿងហើយអាគោលការណ៍សហការហ្នឹងគឺមានផែនការណែនាំរបស់ក្រសួងមហាផ្ទៃចំពោះអគ្គនាយកដ្ឋាននគរបាលជាតិហ្នឹងដែលទើបតែថ្មីហ្នឹងទៀតគឺគេណែនាំអំពីស្អីក៏ដោយក៏ត្រូវតែសហការដែរមិនចេះតែធ្វើអីបានតែតែឥឡូវទៅអត់សហការចាប់មនុស្សយកតែម្ដងហើយដល់ពេលចាប់ចាំមើលដូចចាប់តុងអញ្ចឹងលោកអូយនិយាយពីដោះសារឥឡូវខ្ញុំអានការដោះសារហ្នឹងចាំមើលរបស់គាត់និយាយខ្ញុំអានសេចក្តីដោះសាររបស់ខាងប៉ូលីសទេសចរដែលគាត់អាហ្នឹងចង់និយាយថាមុនគេប្តឹងឯឥឡូវជនរងគ្រោះគេប្តឹងហើយខ្ញុំសូមសរសើរជនរងគ្រោះដែរដែលគាត់ដាក់ពាក្យប្តឹងមេអគ្គនាយកដ្ឋាននគរបាលទេសចរហ្នឹងគឺផ្កាយ3ហ្នឹងតែម្ដងបាទហើយចាំខ្ញុំប្រាប់ថាផ្កាយ3ហ្នឹងជាអ្នកណា
អូខេឥឡូវឯកសារនេះវាច្រើនពេកបងប្អូនសូមអធិស្ឋានឯកសារ150ម៉ោងជាងនេះតាអត់មានលេខាអត់មានជំនួយការអត់មានអីទាំងអស់នៅអាស៊ីសេរីគ្នា60នាក់ធ្វើព័ត៌មានបានតែ1ម៉ោងដល់ឥឡូវមួងនរ៉េតម្នាក់ឯងលេខធ្វើព័ត៌មាន3ម៉ោងអីវ៉ាន់ណាតែអញ្ចឹងទៅពេលខ្លះនិយាយពីអ្នកចាំហែកមួងនរ៉េនឹងនិយាយពីឲ្យតែឃើញប្រហោងប្រហែសអីកន្លែងណាហ្នឹងយកមកហែកចាំជន់ចាំបលិចអត់មានមកជួយជោគជួយចែវអីទេគឺថាឲ្យតែមាននេះអាននឹងបលិចព្រោះខ្លាចឈ្នះប្រជាប្រិយខ្លួនឯងអើយនិយាយខ្មែរយើងអន់ចរិតមែនតើមួយចំនួនហ្នឹងសិលធម៌ហ្នឹងក៏ទៀបដែរសំបីអារឿង$30ដែលខ្ញុំផ្សាយហ្នឹងនិយាយពីមកជេរបចោខ្ញុំដូចអីចឹងហើយបើកុំខ្ញុំផ្សាយហ្នឹងស្មាបានកក្រៅចឹងអីស្ងាត់បាត់ឈឹងទៀតហើយមកយកទៅសងនេះជាសេចក្តីបំភ្លឺរបស់ក្រសួងមហាផ្ទៃអគ្គស្នងការដ្ឋាននគរបាលជាតិគឺផ្នែកនគរបាលទេសចរសេចក្តីបំភ្លឺព័ត៌មានរបស់ក្រុមការងារប្រតិកម្មរហ័សនៃអគ្គនាយកដ្ឋាននគរបាលទេសចរពាក់ព័ន្ធនឹងប្រតិបត្តិការចង្អុលបង្ហាញបុគ្គលិករបស់ខ្លួនដើម្បីចូលខ្លួនបំភ្លឺជាមួយសមាជិកនៅផ្លូវអង្គញាពេជ្រនៅថ្ងៃទី14ខែកក្កដាឆ្នាំ2026កន្លងទៅនេះគាត់ថាក្រុមការងារប្រតិកម្មរហ័សរបស់គាត់ហ្នឹងគឺខាងនគរបាលទេសចរសូមជូនសាធារណជនឲ្យបានជ្រាបថាកាលពីថ្ងៃ16ខែកក្កដាហ្នឹងមានករណី Facebook មួយឈ្មោះថាមេងឆាយបេនិងឈ្មោះធរាជហួតបានបង្ហោះវីដេអូនៅក្នុង Facebook របស់ខ្លួនដោយសរសេរផ្សព្វផ្សាយថាបេមេងឆាយនិងហួតសិទ្ធិរាជសូមចេញនៅវីដេអូឃ្លីបដើម្បីឲ្យបងប្អូនទាំងអស់គ្នាប្រើប្រាស់បណ្ដាញសង្គមនិងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់មេត្តាជួយរកយុត្តិធម៌ឲ្យពួកយើងខ្ញុំទាំងពីរនាក់ផងព្រោះអីអនុវត្តច្បាប់បំពេញពីសំណាក់សមាជិកមួយក្រុមដែលនៃនាយកដ្ឋាននគរបាលទេសចរបានចុះមកចាប់ខ្លួនពួកយើងខ្ញុំទាំងបំពេញច្បាប់យកទៅសួរចម្លើយទាំងគ្មានឯកាអ្វីទាំងអស់នឹងបានសម្លុតគម្រាមកំហែងគ្រប់មធ្យោបាយនិងបង្ខំឲ្យខ្ញុំហ្នឹងឈ្មោះហួតសិទ្ធិរាជហ្នឹងបាញ់លុយចំនួនកន្លះលានដុល្លារទាំងដែលលុយនេះជារបស់មេយើងខ្ញុំសោះព្រមទាំងឃុំឃាំងបង្ខាំងយើងខ្ញុំដោយខុសច្បាប់ដែលសកម្មភាពនេះយើងខ្ញុំយល់ថាចាប់គាត់ខ្លួនសួរចម្លើយដោយខុសច្បាប់ចាប់ឃុំពីសំណាក់នគរបាលទេសចរជាសមត្ថកិច្ចនឹងចាប់ជំរិតយកប្រាក់ដោយការគម្រាមកំហែងគ្រប់មធ្យោបាយប្រៀបដូចជាចោរប្លន់ចឹងយើងខ្ញុំទាំងពីរនាក់សូមបញ្ជាក់ថាសមត្ថកិច្ចនៃនាយកដ្ឋានទេសចរមួយក្រុមបានចុះចាប់សួរចម្លើយដោយខុសច្បាប់ចាប់ជំរិតបង្ខំដោយបាច់ឲ្យបាញ់លុយ$50,000និងចាប់ខ្លួនយើងខ្ញុំឈ្មោះបេមេងឆាយនិងឈ្មោះហួតសិទ្ធិរាជដោយខុសច្បាប់ទាំងគ្មានដីកាដែលបាទឥឡូវគាត់ប្រតិកម្មរហ័សគាត់និយាយថានាយកដ្ឋានបំភ្លឺថាថ្ងៃ13កក្កដាហ្នឹងម្ចាស់ដើមបណ្ដឹងជាប្រធានក្រុមហ៊ុន The Flora and Development បាននាំកម្លាំងជំនាញនាយកដ្ឋានទេសចរទៅចង្អុលបង្ហាញអញ្ជើញបុគ្គលិកឈ្មោះហួតសិទ្ធិរាជភេទប្រុសអាយុ25ឆ្នាំជនជាតិខ្មែរលើផ្លូវអង្គញាពេជ្រដើម្បីចូលមកបំភ្លឺពាក់ព័ន្ធនឹងការលួចលុយក្រុមហ៊ុនចំនួន$1.9 លានខ្ញុំអត់បកស្រាយវិញឆ្ងាយទេអានេះគឺជាបណ្ដឹងរបស់ប្តីរបស់ស្ត្រីដែលជាមេរបស់សិទ្ធិរាជហើយនឹងបេមេងឆាយនេះឯងហើយខ្ញុំបាននិយាយពីខាងដើមឥឡូវខ្ញុំខណ្ឌចោលតោះប៉ុន្តែសួរគាត់និយាយគាត់បកស្រាយតែចេះតើការចាប់ខ្លួនដែលគេចោទតែខុសច្បាប់នោះគាត់ថាម៉េចគាត់ថាអ្វីដែលគួរឲ្យសោកស្ដាយសមត្ថកិច្ចអនុញ្ញាតឲ្យឈ្មោះហួតសិទ្ធិរាជនិងបេមេងឆាយនេះវិលត្រឡប់ទៅផ្ទះបាយជាថ្ងៃ16ខែកក្កដាស្រាប់តែឈ្មោះទាំងពីរនេះប្រើប្រាស់គណនី Facebook បង្ហោះវីដេអូចាប់គេទៅឃុំខ្លួនឲ្យគេទៅផ្ទះហើយមករករឿងគេនឹងបង្ហោះវីដេអូគេមានសិទ្ធិបង្ហោះវីដេអូព្រោះយើងចាប់គេខុសនីតិវិធីតែឥឡូវខាងក្រសួងនេះនាយកដ្ឋាននេះគេថាអញ្ចេះសំណូមពរដល់សាធារណជនគ្រប់មជ្ឈដ្ឋានទាំងអស់មេត្តាកុំទាន់ធ្វើការផ្សព្វផ្សាយព័ត៌មានជាសាធារណៈក្នុងអំឡុងពេលសមត្ថកិច្ចយើងកំពុងស៊ើបអង្កេតតាមនីតិវិធីច្បាប់ហើយស្នើឲ្យបុគ្គលឈ្មោះហួតសិទ្ធិរាជនិងបុគ្គលបេមេងឆាយនេះនិងប្រព័ន្ធសារព័ត៌មានផ្សេងដែលមិនទាន់បានដឹងដំណឹងពីការពិតឲ្យលុបវីដេអូនេះចេញហើយបើអត់លុបគឺពុំមានទៀតឲ្យលុបវីដេអូនេះចេញក្នុងករណីដែលបុគ្គលខាងលើមិនលុបឬនៅតែបង្ហោះវីដេអូផ្សព្វផ្សាយព័ត៌មាននេះទៅថាជាមិនពិតប៉ះពាល់ដល់កិត្តិយសកងកម្លាំងនគរបាលជាតិយើងនឹងចាត់វិធានការតាមនីតិវិធីច្បាប់ឥឡូវអត់ទាន់បានចាត់នីតិវិធីតាមវិធានការច្បាប់ផងជនរងគ្រោះសិទ្ធិរាជប្តឹងបាត់គាត់ដាក់ពីប្តឹងថ្ងៃហ្នឹងគាត់ប្តឹងអ្នកណាគេគឺគាត់ប្តឹងរុនរតវាសនាផ្កាយ3ដែលជាមេនាយកដ្ឋាននាយកដ្ឋាននគរបាលទេសចរហ្នឹងពីរឿងច្រើនបាត់ល្មើសតាក់ទងនឹងការឃុំខ្លួនតាក់ទងនឹងចាប់ខុសនីតិវិធីដោះស្រាយទៅអស់លោកដោះស្រាយខ្លួនឯងទៅព្រោះអីនេះជាអំបោះចពាក់ដែលអស់លោកបកកើតទេយើងអ្នកសាព្រោះខ្យល់រមែងទទួលផលជាព្យុះសង្គ្រាទៅព្រោះសមត្ថកិច្ចហើយបងប្អូនខ្ញុំចង់និយាយចេះរឿងនេះក៏អត់មែនជាចម្ងល់របស់មន្ត្រីបពប្រឆាំងណាទេជារឿងតែគ្នាគាត់ទេឥឡូវហ្នឹងគឺអ្នកកសែតក្នុងស្រុកដូចខ្ញុំជម្រាបអញ្ចឹងគឺអ្នកកសែតគ្រប់គ្រងគណៈបកប្រជាជនកម្ពុជាកាត់មុខមកអាយុមកហ្នឹងគឺនាំគ្នាក្តៅក្រហាយរឿងហ្នឹងឯងរឿងនាំគ្នាចោតសួរគ្នាទៅវិញទៅមកថាអូប៉ូលីសទេសចរគេអាចធ្វើអញ្ចឹងបានដែរខ្ញុំចង់ឆ្លើយចម្លើយប្រាប់អស់លោកវិញសំទោសបោះឯកសារនេះចោលទៅដោយណែមេតិកាព័ត៌មានចាំផ្លែបងប្អូនសូមអធិស្ឋានរឿងច្រើនពេកបាទចង់និយាយថារឿងដែលគេប្តឹងហ្នឹងគឺគេប្តឹងគាត់អញ្ចឹងទៅក្រុមអាមីអាថោងហ្នឹងដែលពីមុនហ្នឹងសិតតែអ្នកដែលស្អីក៏ដោយរដ្ឋាភិបាលកម្ពុជាដឹកនាំហ្នឹងគឺអត់ដែលខុសទេស្អីក៏ត្រូវដែរផោមក៏អូតស្អីក៏ក្អូបដែរ
ក៏ប៉ុន្តែឥឡូវដល់ពេលទឹកដល់ច្រមុះតែថាខ្លួនឯងចាប់ផ្ដើមលែងខ្វល់នឹងបពប្រឆាំងឥឡូវបពប្រឆាំងអត់សូវនឿយដែរធូរហើយដល់ម៉ោងបពប្រឆាំងអង្គុយផឹកតែអង្គុយចាំមើលគ្នាគាត់ឆ្លោះគ្នាវិញព្រោះអីបពប្រឆាំងគ្នាធ្វើអស់ចិត្តដែរឲ្យកែប្រាប់តកែណាប្រយ័ត្នធ្លាក់ទឹកប្រឆាំងគម្រាមកំហែងចាប់ដាក់គុកអស់ឥឡូវអស់អ្នកប្រឆាំងដាក់គុកឥឡូវគ្នាគាត់ម្ដងអត់ហ៊ានចាប់ដាក់គុកឯគ្នាគាត់ហ្នឹងព្រោះដោយសារអីបើចាប់គ្នាគាត់ដាក់គុកទៀតអស់ហើយអត់មានអ្នកណាជួយការពារបិទបាំងអញ្ចឹងនាំគ្នាដោះស្រាយបិទបាំងទៅឥឡូវរឿងនេះនៅពេលដែលសិទ្ធិរាជហ្នឹងគាត់ដាក់ពាក្យប្តឹងហ្នឹងឥឡូវចាំមើលនីតិវិធីតុលាការគាត់ថាខ្ញុំជឿថាលោករុនរដ្ឋវាសនាដែលជាផ្កាយ3ខាងមេអគ្គនាយកដ្ឋានទេសចរហ្នឹងក៏បាលហ្នឹងក៏កំពុងតែល្ងាដែរព្រោះអីទេសចរទៅចាប់មនុស្សឃុំខ្លួនស្រែទៅតាមអំពើចិត្តគ្មានដីកាធ្លាប់ធ្វើតាក់ទងលោកកម្មសខាឬក៏សមាជិកឬក៏សកម្មជនគណបកសង្គ្រោះជាតិគណបកប្រឆាំងអីវាច្រើនរឿងនៅក្នុងស្រុកហ្នឹងឃើញស្ថាប័នផ្សេងគេធ្វើចឹងបានគាត់ស្រួលក៏ចេះធ្វើទៅវាគេខុសមកកណោខុសអីតែយើងម្ដងម្កាលអញ្ចឹងយ៉ាងម៉េចបាទឥឡូវហ្នឹងរឿងវាសឡកពុះទេបងប្អូនអញ្ចឹងបាទខ្ញុំនិយាយថាវាដល់ពេលដែលអាការសាបព្រោះខ្យល់រមែងទទួលផលជាព្យុះសង្គ្រាហ្នឹងឥឡូវទទួលយកទៅហើយអ្នកដែលវេទនាគ្មានទីបំផុតគឺប្រជាពលរដ្ឋ18លានអ្នកហ្នឹងដែលជាអ្នកគ្រប់គ្រងបោះឆ្នោតឲ្យគណៈបកប្រជាជនតាំងពីដើមមកឥឡូវវល់ទៅគណៈបកខ្លួនឯងហ្នឹងក៏ជាជនរងគ្រោះដែរព្រោះគណៈបកប្រឆាំងគ្នារត់ចោលស្រុកចង់អស់ហើយហ្នឹងនៅឡើងចង់បានឥឡូវនៅតែគ្នាឯងហ្នឹងដោះស្រាយតែគ្នាឯងទៅវាគ្នានៅក្តៅក្រហាយនៅមិនបានឥឡូវតាក់ទងនឹងរឿងអតីតប្រធានគណៈបកភ្លើងទៀនប្រធានស្ដីទីគណៈបកភ្លើងទៀនរាជធានីភ្នំពេញលោកខឹមច័ន្ទវណ្ណៈចេញពីពន្ធនាគារក្រោយអនុវត្តទោស2ឆ្នាំកន្លះអាណិតសកម្មជនគណៈបកប្រឆាំងខ្លោចចិត្តខ្ញុំលោកខឹមច័ន្ទវណ្ណៈនេះណាការងារគាត់មិនមែនទូចទេណាប្រធានស្ដីទីគណៈបកភ្លើងទៀននៅភ្នំពេញការងារធំណាស់គេចោទប្រកាន់គាត់ពីបទខ្លែងឯកសារសាធារណៈអីតាក់ទងរឿងភ្លើងទៀនបងប្អូនដឹងហើយគណៈបកភ្លើងទៀនហ្នឹងគេរករឿងអត់ឲ្យចូលបោះឆ្នោតដោយសារតែខ្វះឯកសារខ្វះអីចឹងរឿងហ្នឹងគឺថាដូចសឡកពឹសចឹងហើយដល់ពេលឥឡូវគាត់ជាប់គុក2ឆ្នាំកន្លះអត់មានលើកលែងសំបីតែ1ម៉ោងឬ1ថ្ងៃទេអត់ទេគណៈបកប្រឆាំងហ្នឹងគឺជាប់គុកដល់ថ្ងៃបានចេញហើយដល់ពេលចេញមកបងប្អូនដឹងមិនទេនិយាយពីអ្នកគ្រប់គ្រងក្រុមគ្រួសាររបស់លោកខឹមច័ន្ទវណ្ណៈហ្នឹងណាសបាយអូយសបាយគ្នាត្រេកអរដូចថាដូចត្រូវឆ្នោតចឹងណាហើយខ្ញុំស្រក់ទឹកភ្នែករំភើបដែលគ្នាបានរួចពីពន្ធនាគារគេមិនដាក់ឃុំខ្លួនបន្តទៀតល្អហើយចាប់ពន្ធនាគារតាមទោសកំណត់2ឆ្នាំកន្លះក៏ដោយប៉ុន្តែខ្ញុំស្រក់ទឹកភ្នែកហ្នឹងគឺអញ្ចេះទេអាណិតគ្នាជាជនរងគ្រោះនៃអំពើអយុត្តិធម៌គេយកទៅដាក់ក្នុងទ្រុងដាក់ក្នុងគុកទាំងអយុត្តិធម៌ពេលដែលគេដោះលែងមកវិញរឿងត្រូវប្តឹងគេទាសំណងទាអីអត់មាននរណាទៅនឹកនាកើតទេព្រោះណាស់បានចេញមកវិញហ្នឹងដូចត្រូវឆ្នោតអញ្ចឹងខ្ញុំអាណិតអាសូរកន្លែងហ្នឹងជាជនរងគ្រោះហើយកុំនិយាយរឿងដាក់ប្តឹងគេបើនៅអាមេរិកនេះណាដាក់ទោសខុសនីតិវិធីឬក៏ខុសច្បាប់ដល់អយុត្តិធម៌ហ្នឹងចេញមកគ្រួសាររត់តាមតសងគេរាប់លានដុល្លារគេប្តឹងទានៅស្រុកខ្មែរកុំថាឡើយប្តឹងទាសុំឲ្យតែអនុវត្តត្រូវអាគ្រប់នីតិវិធីដល់ថ្ងៃចេញឲ្យកុំចោតបတ်អីថ្មីហ្នឹងគ្នាចង់ងាប់អកុសលអញ្ចឹងបងប្អូនសិទ្ធិសេរីភាពប្រជាពលរដ្ឋយើងគឺទៀបដល់បាតដល់គ្រួសារត្រេកអរមន្ត្រីបកឃើញគេហែហមមានសាររបស់លោកសេងម៉ារ៉ាឌីដែលជាប្រធានគណៈបកឆន្ទៈខ្មែរនឹងក៏សរសេរលោកលីសធារយុទ្ធដែលជាលេខាគណៈបកភ្លើងទៀនអីហ្នឹងក៏គាត់សរសេរមកអបអរសាទរទៅទទួលទៅអីហ្នឹងគឺសបាយហើយសាររបស់លោកសេងម៉ារ៉ាឌីជាពិសេសប្រធានគណៈបកឆន្ទៈថាម៉េចទេគាត់ថាខ្ញុំសូមអបអរសាទរយ៉ាងកក់ក្ដៅបំផុតចំពោះការទទួលបានសេរីភាពឡើងវិញរបស់លោកខឹមច័ន្ទវណ្ណៈអតីតប្រធានស្ដីទីគណៈបកភ្លើងទោសចាប់ជាស្ថាពររយៈពេល2ឆ្នាំនិង6ខែដែលលោកបានបាត់បង់សេរីភាពនិងមិនបានធ្វើឲ្យស្មារតីលោកចោះញោមឬរង្គោះរង្គើឡើយផ្ទុយទៅវិញលោកខឹមច័ន្ទវណ្ណៈបានបង្ហាញយ៉ាងច្បាស់នូវរយៈភាពដ៏អង់អាចក្លាហាននិងភាពស្មោះត្រង់ឥតងាករេចំពោះជាតិមាតុភូមិនិងប្រជាពលរដ្ឋការលះបង់និងភាពស៊ូអំណត់អត់ទ្រាំរបស់លោកគឺជាគំរូដ៏ល្អប្រពៃសម្រាប់អ្នកស្នេហាជាតិលើវិថីប្រជាធិបតេយ្យមួយនេះលោកសេងម៉ារ៉ាឌីបន្ថែមថាសូមបួងសួងនិងសូមជូនពរលោកខឹមវណ្ណៈសកម្មច័ន្ទវណ្ណៈមានសុខភាពល្អបរិបូរណ៍កម្លាំងមាំមួននិងបានជួបជុំគ្រួសារដោយក្តីសុខសាន្តដើម្បីបន្តរួមដំណើរជាមួយប្រជាពលរដ្ឋយើងតទៅទៀតបញ្ចប់ដោយឃ្លាថាសច្ចធម៌តែងតែស្ថិតក្នុងបេះដូងប្រជាពលរដ្ឋជានិច្ចបងប្អូនអ្វីដែលស្រក់ទឹកភ្នែកមួយទៀតណាសាររបស់លោកសេងម៉ារ៉ាឌីសាររបស់លោកលីសធារយុទ្ធដែលជាអគ្គលេខាធិការគណៈបកភ្លើងទៀននិងលោកសេងម៉ារ៉ាឌីដែលជាប្រធានគណៈបកឆន្ទៈខ្មែរនេះឥឡូវភ្លើងទៀននិងឆន្ទៈខ្មែរនេះគឺច្បាច់ចូលគ្នាឬក៏ដូចជាគណៈបកតែមួយទៅហើយពេលដែលលោកខឹមច័ន្ទវណ្ណៈនៅក្នុងពន្ធនាគារនិយាយទៅគឺជាគណៈបកនយោបាយមួយដ៏ធំដែលយើងថានឹងទៅជួយដោះស្រាយរោគយុត្តិធម៌ជូនប្រជាពលរដ្ឋខ្មែរទាំង18លាននាក់តែគណៈបកនយោបាយទាំងពីរនេះគ្នាប្រឹងអស់ពីលទ្ធភាពមិនទាំងអាចនឹងរកយុត្តិធម៌ជូនលោកខឹមច័ន្ទវណ្ណៈបានឲ្យរួចពីពន្ធនាគារដែលតែមួយថ្ងៃក៏អត់បានផងអានេះឲ្យតែខ្ញុំស្រក់ទឹកភ្នែក
គណៈបកទាំងពីរនេះតស៊ូណាស់កម្លាំងជាតិសំទោសឆន្ទៈខ្មែរនឹងភ្លើងទៀននេះមេដឹកនាំគណៈបកនេះចេញលិខិតកោលទោសតវ៉ាជួយដោះស្រាយបញ្ហាដើម្បីឲ្យលោកខឹមច័ន្ទវណ្ណៈបាននៅពន្ធនាគារមុនកាលកំណត់ឬក៏រួចខ្លួនតែអត់អាចជួយអីបានព្រោះប្រព័ន្ធស្រុកខ្មែរនឹងគឺវាអញ្ចឹងអានេះហើយដែលជារឿងមួយដែលខ្ញុំស្រក់ទឹកភ្នែកហ្នឹងគឺប្រធានគណៈបកដែលនៅក្រៅមិនអាចទៅជួយដោះស្រាយកូនចៅរបស់ខ្លួនដែលជាប់ពន្ធនាគារជាប់2ឆ្នាំ6ខែក៏ប៉ុន្តែអ្វីដែលជាក្តីសង្ឃឹមមានតែមួយទេគឺបើគណៈបកដែលតស៊ូនេះមានសម្លេងមានអីចឹងទៅសង្ឃឹមថាមានការប្រែប្រួលផ្លាស់ប្ដូរព្រោះអីគឺយើងមិនអាចទៅដោះដូរកែអីនៅក្នុងរដ្ឋាភិបាលនៅពេលដែលគណៈបកប្រឆាំងអត់មានសម្លេងនៅក្នុងជួររដ្ឋាភិបាលទេគេរំលាយអស់យើងពិបាកបន្ទោសគាត់ដែរគាត់ថាស្រក់ទឹកភ្នែកហ្នឹងចង់និយាយថាអត់អាចជួយអីគ្នាបានណាដោយសារតែសម្លេងគេធ្វើបាបអស់អញ្ចឹងហើយបានជាលើកទឹកចិត្តឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរដែលជាអ្នកបោះឆ្នោតហ្នឹងគិតពិចារណាឲ្យមែនទែនថាតើបោះឆ្នោតគុំសង្កាត់2027និងបោះឆ្នោតជាតិ2028នឹងសម្រាប់ជោគវាសនាប្រទេសជាតិយ៉ាងណាទាំងអ្នកនៅកាន់គណៈបកស្វះផ្កាប់មុខជាមួយគណៈបកប្រជាជនកម្ពុជាផងបាទឥឡូវខ្ញុំស្លេះរឿងលោកខឹមច័ន្ទវណ្ណៈប៉ុណ្ណឹងយ៉ាងណាក៏ឃើញគាត់មានសេរីភាពយ៉ាងឡើងវិញក្រោយជាប់ពន្ធនាគារ2ឆ្នាំ6ខែមិនមែនគេដោះលែងទេណាបងប្អូនគឺគាត់ត្រូវមានសេរីភាពដោយជាប់គុកគ្រប់កាលកំណត់ទេតិចទៅថាអ្នកណាដោះលែងគាត់អត់ទេបាទក្រុមអ្នកកសែតស្នើឲ្យលោកហ៊ុនម៉ាណែតសូមព្រះមហាក្សត្រលើកលែងទោសអ្នកសារព័ត៌មាន2នាក់ថ្ងៃនេះគឺមានក្រុមអ្នកកសែតនិងអង្គការសង្គមស៊ីវិល16ស្ថាប័នចេញលិខិតចំហមួយហើយបាទចំហហើយមើលទៅសរសេរទៅផ្ទាល់អត់ប្រយោជន៍អញ្ចឹងចំហបណ្ដោយទៅស្ទីលលិខិតចំហនេះក៏អស្ចារ្យដែរបងប្អូនគឺយើងក៏វត្តចោលទៅលើមេអញ្ចឹងទៅអ្នកណារើសបានរើសដូចបាច់ត្រាក់អញ្ចឹងលិខិតចំហជូនលោកហ៊ុនសែនហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីប្រទេសកម្ពុជាយើងខ្ញុំតំណាងសហគមន៍សារព័ត៌មានអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិមានក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះសេចក្តីសម្រេចនាពេលថ្មីនេះរបស់តុលាការទៅលើអ្នកសារព័ត៌មាន2នាក់គឺលោកផនសុភិបនិងលោកភៀបភិរាដែលត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារម្នាក់14ឆ្នាំអ្នកសារព័ត៌មានទាំងពីររូបនេះត្រូវបានសាលាដំបងខេត្តសៀមរាបផ្តន្ទាទោសឆ្នាំ2025ឲ្យជាប់ពន្ធនាគារចំនួន14ឆ្នាំនេះពីបទផ្ដាល់នៅព័ត៌មានជាអាតដែលអាចធ្វើឲ្យអន្តរាយដល់ការការពារជាតិថ្ងៃ26ខែមីនាឆ្នាំ2026សាលាឧទ្ធរណ៍នៅខេត្តបាត់ដំបងបានដំកល់សាលក្រមសាលាដំបងខេត្តសៀមរាបហើយនៅថ្ងៃ25ខែមិថុនា2026តុលាការកំពូលក៏សម្រេចដំកល់សាលដីកាទុកជាបានការដដែលនៅក្នុងអំឡុងពេលសវនាការសាលាឧទ្ធរណ៍នៅខេត្តបាត់ដំបងកាលពីថ្ងៃទី13ខែមីនាឆ្នាំ2026អ្នកសារព័ត៌មានទាំងពីរបានឆ្លើយបំភ្លឺអញ្ចេះថានៅថ្ងៃទី29ខែកក្កដាឆ្នាំ2025ពួកគាត់ទាំងពីរធ្វើដំណើរជាក្រុមជាមួយនឹងការងារដែលស្គាល់ជាក្រុមគឺក្រុមជំទាវម៉ែទៅកាន់តំបន់ព្រំដែនដើម្បីនាំយកអំណោយមនុស្សធម៌ចែកជូនកងទ័ពដែលឈរជើងនៅប្រាសាទតាកបីទៅដល់ទៅកាន់តំបន់ព្រំដែនដើម្បីយកអំណោយមនុស្សធម៌ចែកជូនដល់ប្រាសាទតាកបីក្នុងខេត្តឧត្តរមានជ័យនឹងពេលនោះពួកគេបានប្រាប់តុលាការថាពួកគេបានដើរបែកចេញពីក្រុមការងារនិងបានឡើងទៅប្រាសាទព្រោះចង់រីកាអំពីស្ថានភាពជាក់ស្ដែងនៅទីនោះទាំងលោកផនសុភិបនិងលោកភៀបភិរាបានប្រាប់តុលាការថាមុននឹងថតរូបពួកគេបានសុំការអនុញ្ញាតពីកងទ័ពដែលឈរជើងនៅទីនោះហើយនិងបានបង្ហាញបានព័ត៌មានចេញដោយក្រសួងព័ត៌មានដល់ទាហានផងទៀតក្រោយមកពួកគាត់ក៏បានបង្ហាញរូបភាពដែលមានជាប់គ្រាប់មីនមួយចង្កោមនៅពីខាងក្រោយនៅបណ្ដាញសង្គមដែលរូបភាពនេះត្រូវបានប្រព័ន្ធផ្សព្វផ្សាយថៃយកទៅចុះផ្សាយយ៉ាងទូលំទូលាយទោះជាយ៉ាងណាក៏ដោយអ្នកសារព័ត៌មានទាំងពីរអះអាងប្រាប់តុលាការថាពួកគេគ្មានចេតនាផ្ដល់ព័ត៌មានដល់ប្រទេសថៃទេក្នុងសវនាការក្នុងតុលាការកំពូលថ្ងៃ19អ្នកសារព័ត៌មានទាំងពីរក៏បានអះអាងថាពួកបរទេសនោះឡើយនឹងបានស្នើសុំការទម្លាក់ចោលបាត់ចោលប្រកាន់នេះជាការផ្ដន់ទាទោសដ៏ធ្ងន់ធ្ងរបំផុតចំពោះអ្នកសារព័ត៌មាននៅក្នុងប្រទេសកម្ពុជានិងបង្កឲ្យមានក្តីព្រួយបារម្ភកង្វល់យ៉ាងខ្លាំងអំពីសេរីភាពនៃការបញ្ចេញមតិនិងសេរីភាពសារព័ត៌មាននិងការប្រើប្រាស់ច្បាប់ស្តីពីសន្តិសុខជាតិមកលើអ្នកសារព័ត៌មានក្នុងនាមជារដ្ឋភាគីកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយកម្ពុជាមានកាតព្វកិច្ចគោរពនិងការពារសិទ្ធិសេរីភាពបញ្ចេញមតិសិទ្ធិទទួលបានព័ត៌មានសិទ្ធិសេរីភាពបុគ្គលនិងសិទ្ធិទទួលបានជំនុំជម្រះក្តីដោយយុត្តិធម៌មាត្រា19នៃកតិកាសញ្ញានេះបានធានានូវសិទ្ធិស្វែងរកការទទួលនិងផ្សព្វផ្សាយព័ត៌មាននិងគំនិតគ្រប់ប្រភេទករណីនេះក៏បានធ្វើឲ្យប៉ះពាល់ដល់ការបដិញ្ញាចិត្តរបស់រដ្ឋាភិបាលកម្ពុជានៅក្នុងការអនុវត្តអនុសាសន៍ដែលខ្លួនបានទទួលយកក្នុងរំពេងជាសកលតាមការកំណត់ជាពិសេសបញ្ហាដែលពាក់ព័ន្ធនឹងសេរីភាពសារព័ត៌មាននិងសេរីភាពបញ្ចេញមតិការបដិញ្ញាចិត្តរបស់រដ្ឋាភិបាលកម្ពុជានៅក្នុងការលើកកម្ពស់សារព័ត៌មានឯករាជ្យសេរីភាពសារព័ត៌មានមានសារៈសំខាន់ជាពិសេសសម្រាប់ការកសាងទំនុកចិត្តនិងភាពជឿជាក់លើឆាកអន្តរជាតិបាទជាចុងក្រោយក្នុងលិខិតចំហនេះស្ថាប័នទាំង16នេះនិយាយថាបើទោះបីជាសន្តិជាកង្វល់ដ៏ត្រឹមត្រូវសម្រាប់គ្រប់រដ្ឋស្ថាប័នរដ្ឋទាំងអស់ក៏ដោយការដាក់កម្រិតលើសេរីភាពបញ្ចេញមតិនិងសកម្មភាពសេរីភាពព័ត៌មានគួរតែមានភាពចាំបាច់ស្របទៅនឹងកាតព្វកិច្ចសិទ្ធិមនុស្សរបស់កម្ពុជាក្នុងរដ្ឋធម្មនុញ្ញនិងអន្តរជាតិមាត្រា27នៃរដ្ឋធម្មនុញ្ញបានជាច្បាប់កំពូលនៃប្រជាណាចក្រកម្ពុជាចែងថាព្រះមហាក្សត្រទ្រង់មានប្រជាសិទ្ធិបន្ធូរបន្ថយទោសនិងលើកលែងទោសមានតែនាយករដ្ឋមន្ត្រីម្នាក់ប៉ុណ្ណោះដែលមានប្រសិទ្ធស្នើឲ្យព្រះមហាក្សត្រលើកលែងទោសដោយយោងតាមមាត្រា77នៃច្បាប់ស្តីពីពន្ធនាគារដូច្នេះយើងខ្ញុំទាំងអស់គ្នាសូមស្នើឲ្យសម្ដេចបវរទៅប្តីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីប្រជាណាចក្រកម្ពុជាមេត្តាស្នើសូមទៅព្រះមហាក្សត្រលើកលែងទោសដល់អ្នកសារព័ត៌មានទាំងពីររូបគឺលោកផនសុភិបនិងលោកភៀបភិរាឲ្យមានសេរីភាពនៅកូនតូចៗជាទីគោរពស្រឡាញ់របស់ពួកគាត់វិញនិងអាចឲ្យពួកបាទស្ថាប័នទាំងនេះមានច្រើនណាស់
សហគមន៍សហព័ន្ធអ្នកសារព័ត៌មានកម្ពុជាកម្ពុជាមានអង្គការលើកកម្ពស់ប្រព័ន្ធផ្សព្វផ្សាយនិងសហគមន៍ CMPO មានមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ CCIM មានអង្គការសម្ព័ន្ធជំរឿនគឺ Liga do មានមជ្ឈមណ្ឌលសំណុះកម្ពុជា CCHR មានសារព័ត៌មានអន្តរជាតិ IFJ មានគណៈកម្មាធិការសារព័ត៌មាន CPJ មានមជ្ឈមណ្ឌលទូរកិច្ចមានអីច្រើនមែនតើបាទខ្ញុំមិនអាចផ្សាយអស់ទេឥឡូវនិយាយពីរឿងលោកផនសុភាពនិងភាពភិរាឃើញគាត់និយាយគាត់ទៅជាមួយនឹងក្រុមជំទាវម៉ែបានន័យថាទៅជាមួយនឹងក្រុមលោកស្រីហ៊ុនស៊ីណាតដែលជាប្អូនស្រីរបស់លោកហ៊ុនសែនហើយទៅថតរូបហ្នឹងគឺប្រាប់តាហ៊ានទៀតតាហ៊ានណាអ្នកដែលខុសគឺមានឥឡូវតាហ៊ានគាត់អ្នកអនុញ្ញាតអ្នកដែលចាត់ចែងនៅទីហ្នឹងគឺក្រុមតាហ៊ាននៅប្រាសាទតាកបីហេតុអីបានជាឲ្យគេទៅដល់ប្រាសាទតាកបីទៅថតរូបថតអីអញ្ចឹងទៅហ្នឹងទី1តាហ៊ានក៏មានការទទួលខុសត្រូវនៅកន្លែងហ្នឹងដែរមិនឲ្យអ្នកកសែតទទួលខុសត្រូវម្នាក់ឯងបើយើងបិទមិនឲ្យចូលគឺគេមិនចូលបានទេតែយើងនឹងចង់បានថតរូបដើម្បីបង្ហាញថាតាហ៊ានខ្មែរកំពុងនៅឈរជើងនៅប្រាសាទតាកបីទេយកទៅផ្សាយទៅអ្នកយើងចង់អញ្ចឹងតែវាភ្លេចគិតអាមីនមកចកោមនឹងក្រោយហ្នឹងគឺជាមីនដែលគេហាមឃាត់ឲ្យយើងទៅមានអីថៃគេយកមកសុទ្ធយើង100អាហ្នឹងរឿងមួយក្រោយមកប្រាសាទតាកបីក៏គេវាយយកបានបាត់បងអូនស្រីរបស់លោកហ៊ុនសែនហ្នឹងអ្នកស្រីហ៊ុនស៊ីណាតហ្នឹងទៅទាំងក្រុមទៅថតហើយចូលទៅក្នុងអាប្រាសាទតាកបីហ្នឹងមើលឃើញលេនឋានតបដាក់បាវខ្សាច់ដាក់បាវអីហ្នឹងមុននឹងគេវាយខ្ទេចហ្នឹងគឺដោយសារតែយើងបង្ហាញរូបទាហានយើងនៅក្នុងប្រាសាទហ្នឹងអាហ្នឹងហើយដែលធ្វើឲ្យគេវាយប្រាសាទតាកបីខ្ទេចបាញ់គ្រាប់មកដោយសារលោកស្រីហ៊ុនស៊ីណាតដែរហូចទៅអត់រករឿងគាត់មករករឿងតែស្អីនេះតាមពិតបើនិយាយឲ្យមែនតើអ្នកស្រីហ៊ុនស៊ីណាតក៏គាត់អត់មានកំហុសអីដែរព្រោះគាត់ទៅហ្នឹងគឺដើម្បីចែកអំណោយចែកអីដូចតែលោកផនសុភាពនិងភាពភិរាហ្នឹងដែរខ្ញុំនិយាយឲ្យស្មោះត្រង់គឺអត់ត្រូវលោកស្រីហ៊ុនស៊ីណាតនឹងអត់ត្រូវចាប់កំហុសចាប់ទោសអីគាត់ទេបើមិនទោះគាត់មានទោសក៏អត់ត្រូវដែរព្រោះអីគាត់ទៅចែកអំណោយគាត់ឆ្លៀតឱកាសចូលទៅផ្សារតាកបីបានថតរូបដតអីយកមកបង្ហាញតែវាចែកដល់នេះអារូបថតហ្នឹងវាធ្វើឲ្យថៃបានលេសថាទាហានខ្មែរដាក់លេនឋានបាវផ្សារតាកបីបាញ់ខ្ទេចទម្លាក់គ្រាប់ខ្ទេចចុងក្រោយយកមកតោះបើយើងទាហាននៅក្នុងហ្នឹងគេទម្លាក់គ្រាប់ខ្ទេចហើយយើងអាចទៅការពារក្នុងហ្នឹងអីបានទៀតទាហានថៃចូលយកមកឥឡូវលោកស្រីហ៊ុនស៊ីណាតគាត់មានអីរួចខ្លួនបើលោកស្រីហ៊ុនស៊ីណាតរួចខ្លួនតែខ្ញុំនិយាយថាមិនគួរណាចាប់ទោសលោកស្រីហ៊ុនស៊ីណាតដែរព្រោះអីទាហានអនុញ្ញាតឲ្យទៅគ្រាន់តែថាទង្វើនៃថតរូបអីទៅឃើញលេនឋានទាហាននៅក្នុងប្រាសាទតាកបីហ្នឹងគ្មាននរណាម្នាក់ត្រូវថតទេហើយក៏គ្មានត្រូវយកមកបង្ហោះដែរបើបង្ហោះត្រូវបើមានទោសទាំងអស់គ្នាតែឥឡូវទៅជាប់ទោសតែគ្នាពីរនាក់លោកស្រីហ៊ុនស៊ីណាតអញ្ចឹងខ្ញុំក៏ទាមទារស្នើឲ្យដោះលែងទាំងអស់ទៅមិនបាច់ចោទប្រកាន់អីទេបើរករឿងទាហាននៅប្រាសាទតាកបីហ្នឹងដែលអនុញ្ញាតឲ្យគេចូលទៅបានទៅថតផ្សាយដើម្បីមកអួតអាងប្រាប់ថាប្រាសាទតាកបីគឺខ្មែរនៅគ្រប់គ្រងយើងក៏ហក់គេច្រកពេកដល់អត់ខ្លាចគេអត់ជឿអញ្ចឹងថតរូបយកទៅផ្សាយថតរូបទៅដូចបំផ្លាញប្រាសាទតាកបីអញ្ចឹងហើយដល់ពេលឥឡូវមករករឿងគ្នាឯងនេះទៅវិញអើយចឹងបានថាស្អីក៏មានដែរយើងខ្ញុំអាណិតខ្លោចចិត្តសិតតែជាជនរងគ្រោះតែជនរងគ្រោះអកសលពីរអ្នកហ្នឹងគ្នាអ្នកកសែតរីរងជាម្បាតអ្នកស្រីហ៊ុនស៊ីណាតរួចខ្លួនអត់មាននរណាមករករឿងគាត់អីមិនតិចព្រោះអីគាត់ខ្សែហ៊ុនសែននោះខ្សែលោកហ៊ុនសែននោះអាហ្នឹងច្បាប់ស្រុកយើងបាទឥឡូវព័ត៌មានបន្តទៀតគឺលោកកឹមសុខាលាចាកសិក្ខាបទទៅវិញហើយក្រោយបួសសងគុណមេដាបេដាអស់មួយសប្តាហ៍បាទព័ត៌មានលោកកឹមសុខាលាចាកសិក្ខាបទនេះគឺឃើញផ្សាយតាមគេនៅ Facebook របស់លឹងហេងដែលជាសហមេធាវីលោកកឹមសុខាគាត់និយាយថាក្រោយពីបំពេញកតញ្ញូតាធម៌និងបួងសួងគុណមេដាបេដាអស់រយៈពេលមួយសប្តាហ៍មកគឺលោកកឹមសុខាបានលាចាកសិក្ខាបទនៅវេលាម៉ោង4រសៀលថ្ងៃទី16បាទតាមពិតម្សិលមិញឯណោះទេត្រូវសំទោសថ្ងៃ17ខែ17ព្រៃប្រាំងលោកផែងហេម្ដងសេម៉ោងម៉ោង16គាត់មិនសេថ្ងៃ16ម៉ោង4គាត់សេថ្ងៃ17ត្រូវហើយក្នុងរយៈពេលនៃការដែលសាងប្រភ្នោះនេះគឺលោកកឹមសុខាបានគោរពប្រតិបត្តិភ្ជាប់ខ្ជួននៅពុទ្ធវិន័យនិងពុទ្ធកិច្ចទាំង5ប្រការក្រោមការលេងពីព្រះឧបជាសម្ដេចព្រះឧត្តមបញ្ញាបណ្ឌិតដួងផង់បាទឥឡូវនេះលោកកឹមសុខាបានឧទ្ទិសកុសលផលបុណ្យដែលព្រះអង្គដែលលោកបានសាងប្រគេនថ្វាយនឹងជូនដល់មេដាបេដាគ្រូឧបជាយាចាពុទ្ធបរិស័ទសម្ដេចទ្រង់ឯកឧត្តមអស់លោកស្រីបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់រូបតាមបុណ្យសទ្ធាជ្រះថ្លារៀងខ្លួនកុំបីខានបាទឥឡូវខ្ញុំបន្តទៀតគឺតកតងនឹងរឿងករណីសង្ស័យរឿងទាលុយជនភៀសសឹកដើម្បីបានផ្ទះបដោះអាសន្នផ្អើលពេញ Facebook លោកឯងលោកមិនដឹងជាស្អីគេរឿងតែមិនចេះចប់តែម្ដងឥឡូវនឹងលឺរឿងអាផ្ទះដបូលបៃតងអីហ្នឹងនាំគ្នាទាលុយគ្នា1លាន5សែនឯណាទៀតហើយដើម្បីឲ្យយកទៅបានផ្ទះនឹងនៅហើយត្រូវចែក free សោះហ្នឹងអូយសុទ្ធតែមិនត្រឹមតែធ្វើឲ្យ free ទេថាធ្វើឲ្យនឹងបើបានដីពីថៃមកវិញហ្នឹងឲ្យដីហ្នឹងទៅផ្ទះហ្នឹងនៅទៀតមកយកតកូនចោតចៅទៀតឥឡូវមកលឺរឿងថាមានខ្សែអត្តសម្លេងរបស់ជនរងគ្រោះហ្នឹងដែលគាត់និយាយថាឪគាត់ប្រាប់ទេទៅប្រាប់គាត់ថាឲ្យរកលុយឲ្យបាន1លាន5សែន1លានលុយខ្មែរទេបងប្អូនមិនមែន1លានដុល្លារទេ1លាន5សែនហ្នឹងគឺវាបើ1លានវា1លានដូចជា$250អញ្ចឹងហ៎ជប់បងប្អូនយ៉ាខ្ញុំគិតលុយខ្មែរមិនចាញ់ទេខានចាយលុយខ្មែរយូរហើយព្រោះកម៉ាល់ព្រោះវា$4,000 $4,000 រៀលក្នុង$1អញ្ចឹងបានន័យថា40លាន$100ត្រូវហ៎40ម៉ឺន$100 80ម៉ឺន200អញ្ចឹង1លានគឺ$250 1លានកន្លះគឺបាននេះ$300ជាងដែរច្រើនដែរដើម្បីថា
គេឲ្យគាត់ទៅរលុយដើម្បីយកទៅឲ្យគេរត់ការឯកសារបានផ្ទះដបូលបៃតងហ្នឹងគេព្រោះតាមពិតគាត់មិនមែនប្រមូលអ្នកមុនគាត់នៅបឹងតកួនផ្ទះគេយកអស់ហើយតែឥឡូវគេសង់បាន3000ខ្នងមកគេមានដំណាក់កាលសង់បន្ថែមទៀតព្រោះប្រជាពលរដ្ឋអត់បានទៅផ្ទះវិញនៅ20000អ្នកជាងហ្នឹងបងប្អូនមិនមែននៅតែ3000គ្រួសារហ្នឹងណានៅ20000អ្នកជាងអញ្ចឹងបានន័យថាអ្នកបានខ្លះហ្នឹង3000គ្រួសារឥឡូវនៅអ្នកក្រោយៗហ្នឹងគេថាគេចាប់ផ្ដើមសង់ទៀតហ្នឹងថាតើតែយើងបង់លុយមកលានកន្លះលុយខ្មែរហ្នឹង$300ជាងហ្នឹងបានថាបានអាចសង់បានអញ្ចឹងគាត់អត់មានលុយអញ្ចឹងគាត់ចេះតែដើររកសំណងអីនៅពេញនៅអីអញ្ចឹងទៅគាត់ចេះទៅត្រេកត្រកគាត់ថាងហើយរកបានបាយមួយកែហ្នឹងទៅរកលុយឯណាគាត់ថាបើខ្ចីគេត្រឹម50,000អីកន្លះលានបានន័យថា$100ជាងអីហ្នឹងចេះរកឆក់គេបានខ្ចីគេបានមកតែដល់ពេលច្រើនពេកគាត់ទៅអត់រួចអញ្ចឹងឯងបានគាត់បោះសារប្រាប់គេថាគាត់ក្រណាអត់លុយបាយអូហូស្ទឹងហើយគាត់និយាយពីឈ្មោះណែមេភូមិទៀតឈ្មោះមេភូមិជាសយមេភូមិសាមគ្គីឃុំគោក្រមៀតស្រុកថ្មពុកខេត្តបន្ទាយមានជ័យគាត់តែឮឈ្មោះមេភូមិជាសយមេភូមិជាសយនោះមុខស្ពាន់ឥឡូវចេញមកបកស្រាយថាអត់មានទេស្បត់ឲ្យងាប់គាត់ចៅអស់បើថាយកលុយទាលុយអីហ្នឹងអត់ទេគាត់អត់អែលទាដែលអីចាចុះហេតុអីបានឮសលេងទាហ្នឹងប៉ុន្តែបើតាមលោកគុណគឹមដែលជាប្រធានគណៈកម្មការដោះស្រាយគ្រោះមហន្តរាយទឹកជំនន់អីហ្នឹងដោះស្រាយរឿងផ្ទះសម្បែងអីហ្នឹងគាត់ថាឥឡូវគេហើយដើម្បីរកមើលខាងលោកទើបអង្កេតបាន3-4នាក់ដែរទៅគាត់ថាអត់មានឬព័ត៌មានហ្នឹងមានលឺអីទៀតតែប៉ុណ្ណេះគេបិទចោលបាត់ហើយឥឡូវមើលសេចក្តីបំភ្លឺរបស់រដ្ឋបាលខេត្តបន្ទាយនិយាយមិនអារឿងលុយ1លានកន្លះលុយខ្មែរហ្នឹងបន្ទាយមានជ័យសូមជម្រាបជូនសាធារណជននិងអ្នកសារព័ត៌មានឲ្យបានជ្រាបកាលពីថ្ងៃ15ខែកក្កដាហ្នឹងគឺថាមានបណ្ដាញសង្គម Facebook មួយឈ្មោះថាកាមទេពលឹមហុងដោយបានផ្សាយពីក្រុមការងារស្រុកអូជ្រៅនៅនឹងលោកមេភូមិជោគជ័យខុបខិតគ្នាដកហូតលេខផ្ទះដែលមាននៅជាប់កាយអានេះរឿងផ្សេងទេ sorry អត់ទេរឿងស៊ើបអង្កេតនេះខ្ញុំអត់តាមផ្សាយទេខ្ញុំអត់តាមបានអានព័ត៌មានលម្អិតចេះតែព្រិនវាមកជាប់តែចង់និយាយថាលោកគុណគឹមគាត់ថាស៊ើបអង្កេតតែមិនដឹងមិនបងប្អូនតែមានផ្សាយប៉ុណ្ណេះវាស្ងាត់ទៅវិញហើយអញ្ចឹងអាប្រព័ន្ធផ្សព្វផ្សាយនឹងជួនកាលវាជាការជួយរំខានពួកពុករលួយបានមួយរយៈដែរតែយូរប៉ុណ្ណាអត់ដឹងតើជួយគ្នាទៀតបន្តទៅទៀតគឺអ្នកសារព័ត៌មានជាដែនលោកអង្គថាប់រាំងត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារតែទោសត្រូវព្យួររឿងឲ្យរួចខ្លួនដឹងអត់ទេអ្នកសារព័ត៌មាននេះគឺនៅខាងប្រព័ន្ធអង្គការសិទ្ធិមនុស្សលីកាដូក៏ផ្សាយថាឈ្មោះអង្គថាប់រាំងត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារតែត្រូវព្យួរកាលពីម្សិលមិញថ្ងៃទី16ខែកក្កដាឆ្នាំ2021សាលាដំបងខេត្តបន្ទាយមានជ័យបានប្រកាសសាលក្រមសម្រាប់ផ្តន្ទាទោសលោកអង្គថាប់រាំងដែលជានិពន្ធនាយកសារព័ត៌មានខ្មែរជាដែនដាក់ពន្ធនាគារកំណត់6ខែទោសនេះត្រូវព្យួរពីបទបរិហាគេជាសាធារណៈហើយនឹងបាត់ញុះញង់ឲ្យបង្កមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមប៉ុន្តែអត់មានពិន័យប្រាក់ឬសោកសំណងជំនឿចិត្តទេលោកថាប់រាំងត្រូវបានបានបណ្ដឹងដែលជាអធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដាក់ពាក្យប្តឹងទៅតុលាការក្រោយពេលដែលលោកបានចេញផ្សាយព័ត៌មាននៅលើគេហទំព័រ Facebook របស់លោកដែលជាគេហទំព័រសារព័ត៌មានខ្មែរជាដែនដោយបង្ហាញពីសកម្មភាពរបស់អធិការរូបនេះពាក់ព័ន្ធនឹងការធ្វើកំណត់ហេតុមិនប្រក្រតីលើករណីហិង្សាមួយលោកថាប់រាំងត្រូវបានតុលាការដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការនៅថ្ងៃទី22ដុល្លារឆ្នាំ2025ដោយត្រូវអនុវត្តលក្ខខណ្ឌតឹងរ៉ឹងមួយចំនួនក្រោមបញ្ញត្តិរបស់ក្រមព្រហ្មទណ្ឌដែលកាលពីខែមករាឆ្នាំ2024លោកថាប់រាំងជាអ្នកសារព័ត៌មានអនឡាញមួយរូបដែរនឹងត្រូវធ្លាប់រងការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌទាំងពីរដូចគ្នានេះនៅក្នុងករណីដាច់ដライមួយទៀតផ្សេងដែរហើយត្រូវបានសាលាដំបងខេត្តបន្ទាយមានជ័យផ្តន្ទាទោសដាក់ពន្ធនាគារ6ខែប៉ុន្តែទោសហ្នឹងក៏ព្យួរដែរតែកាលហ្នឹងពិន័យជាប្រាក់2លានរៀលប្រមាណ$500សាលាធរបាត់ដំបងបានតម្កល់សាលក្រមនេះទុកជាបានការហើយមួយឆ្នាំក្រោយមកលោកត្រូវបានតុលាការកំពូលតម្កល់សាលដីកាសាលាធរទុកជាបានការដែរក៏ប៉ុន្តែទម្លាក់ចោលការពិន័យប្រាក់នោះទៅបាត់ចោលប្រកាន់នេះត្រូវបានធ្វើឡើងតាមរយៈបណ្ដឹងរបស់ប្រធានសាលាពន្ធដារខេត្តនិងប្រធានមន្ទីរបង្អែកក្រុងប៉ោយប៉ែតមន្ទីរប៉ែតបង្អែកបាទក្រោយពេលលោកថាប់រាំងបានផ្សាយព័ត៌មានអំពីអំពើពុករលួយដែលប្រជាពលរដ្ឋអះអាងថាមន្ត្រីទាំងពីររូបនេះបានប្រព្រឹត្តសារព័ត៌មានហ្នឹងគឺងាប់ជាប់ទៅគុកហ្នឹងឯងបាទឥឡូវបន្តទៅទៀតបងប្អូនព័ត៌មាននៅសល់3 4ទៀតហើយនៅកម្ពុជាយើងនៅសល់តែ5នាទីទៀតចូលដល់កណ្ដាលអាទិត្យឆ្លងចូលដល់រាត្រីហើយម៉ោងថ្ងៃថ្មីហើយគឺថ្ងៃទី18ហើយប៉ុន្តែឥឡូវហ្នឹងខ្ញុំបង្ហាញព័ត៌មានស្ថានទូតរុស្ស៊ីប្រចាំនៅកម្ពុជាបដិសេធព័ត៌មានដែលមានជនជាតិរុស្ស៊ីមួយគ្រួសារលំបាកជីវភាពត្រូវការជំនួយវិលត្រឡប់ទៅប្រទេសរុស្ស៊ីវិញរឿងនេះគឺកំពុងតែកក្រាកតាមបណ្ដាញសង្គមយើងអត់ប្រយោជន៍ដែរព្រោះខ្មែរយើងវេទនាចង់ដាច់ខ្យល់ស្លាប់ហើយអត់ព្រមជួយទេទៅនាំគ្នាជួយជនបរទេសដែលមិនមែនជាជនជាតិរុស្ស៊ីហើយយកមុខយកបងឯណាអញ្ចឹងទៅហើយឥឡូវត្រូវស្ថានទូតរុស្ស៊ីហ្នឹងប្រកែកទៀតថាមិនមែនជនជាតិរុស្ស៊ីទេកុំចាត់ថាគាត់ថាអញ្ចេះស្ថានទូតរុស្ស៊ីប្រចាំនៅកម្ពុជាបដិសេធព័ត៌មានដែលថាជនជាតិរុស្ស៊ីមួយគ្រួសារលំបាកជីវភាពហើយត្រូវជួយវិលមករុស្ស៊ីវិញអីអញ្ចឹងគាត់ដាក់ថាយើងបានឃើញព័ត៌មានគឺឃើញវីដេអូដែលបង្ហោះមួយដែលត្រូវបានចេញផ្សាយដោយប្រព័ន្ធផ្សាយព័ត៌មាននៅក្នុងស្រុក BNP News នៅលើបណ្ដាញសង្គម Facebook រឿងដ៏ល្បីនេះត្រូវបានដកស្រង់ដោយកាសែតខ្មែរ Times ទៀតអត្ថបទនេះក៏បានអះអាងថាពលរដ្ឋរុស្ស៊ីមួយចំនួនរួមទាំងកុមារតូចៗផងស្ថិតនៅក្នុងស្ថានភាពលំបាកក្នុងប្រទេសកម្ពុជាត្រូវការជំនួយវិលត្រឡប់ទៅប្រទេសរុស្ស៊ីវិញអញ្ចឹងស្ថានទូតរុស្ស៊ីបានធ្វើការស៊ើបអង្កេតហើយក៏បានកំណត់ថាមនុស្សដែលបានបង្ហាញនៅក្នុងវីដេអូនោះគឺជាប្រជាពលរដ្ឋប្រទេសផ្សេងទេមិនមែនជាប្រជាពលរដ្ឋរុស្ស៊ីទេគឺជាជនជាតិទូមេនីស្ថានដែលរស់នៅក្នុងពេញយើងហ្នឹងតាំងពី2019មកម្លេះមិនមែនតែមកនៅឥឡូវទេពួកគេអត់មានសញ្ជាតិរុស្ស៊ីទេបាទខ្លីត្រឹមប៉ុណ្ណឹងឈប់ច្បល់ទៀតទៅបានហើយ
ដោយសារតែរឿង MMO ហ្នឹងនិយាយពីវល់ថ្ងៃមួយថ្ងៃគ្នាបានធ្វើអីរឿងកិច្ចការព្រំដែនណាយក73កន្លែងយកមកវល់រឿងជនជាតិមេនីស្ថានឯណានេះឥឡូវបន្តទៅទៀតគឺតកតងរឿងតាហ៊ានថៃសម្ឲ្យក្នុងខោជន់មីនរបួសជើងពីរនាក់ទៀតនៅស៊ីសកេតខេត្តជាប់ព្រំដែនព្រះវិហារទៀតហើយបងប្អូនមកដល់ទៀតហើយឲ្យតាថៃចង់វាយខ្មែរហើយរឿងចាប់ដើមផ្ទុះមីនទេបើអត់តន់ចង់វាយខ្មែរទៀតទេមីនសម្រាប់វ៉ាកងធំវិស្មការលេចឹងដែរឥឡូវចូលដល់ចូលកងវិញតាហ៊ានថៃ2នាក់ដែលរបួសនេះគឺនៅខេត្តស៊ីសកេតបងប្អូនស៊ីសកេតហ្នឹងគឺជាខេត្តនៅជាប់ព្រំដែនខេត្តព្រះវិហារព្រោះស៊ីសកេតវានៅចន្លោះខេត្តសុរិនហើយនឹងឧបលរដ្ឋធានីនៅខេត្តរបស់ថៃហ្នឹងហើយនៅជិតខេត្តស៊ីសកេតហ្នឹងតាមពិតបាតដីគេទេគេចង់និយាយចេះតាហ៊ានថៃហ្នឹងបើនៅដីខ្មែរចោតខ្មែរងាប់ទៀតហើយតែដីហ្នឹងមែនតើយើងមិនដឹងដែរបើថៃទៅបាយបានហើយមិនទាន់កាយមីនអស់ហ្នឹងក៏នៅតែដីខ្មែរដែរតែថៃថាដីហ្នឹងដីគេមីនហ្នឹងគឺមីនចាស់ទេមីនផ្ទុះហ្នឹងមីនចាស់ហើយតាហ៊ានហ្នឹងដើរជន់ម្នាក់ទេតាមពិតណាជន់ម្នាក់ក៏ប៉ុន្តែដោយសារមីនហ្នឹងវាចាស់ទៅវាអីខ្លះទៅក៏វាផ្ទុះប៉ុន្តែវាមិនផ្ទុះខ្លាំងផ្ទុះមួយកទូចមួយដែលមិនដាច់ជើងទេគ្រាន់របួសបន្តិចតួចជើងហ្នឹងអាដុំថ្មដែលផ្ទៀតចេញពីមីនហ្នឹងទៅត្រូវរបួសតាហ៊ានថៃម្នាក់ទៀតបាន2នាក់របួសស្រាលឥឡូវគេសម្រាប់ព្យាបាលហើយមានតែប៉ុណ្្នឹងទេបងប្អូនអារឿងមីនហ្នឹងគឺថៃហ្នឹងក៏យកមកដូចជាសម្បើមហើយយើងឲ្យខ្មែរយើងឲ្យតែលឺថៃផ្ទុះមីនហ្នឹងទៀតណារករឿងទៀតហើយតិចមកទៀតហើយវាយខ្មែរទៀតហើយស្លេះរឿងថៃផ្ទុះមីនហ្នឹងចិនធានាប្រាប់ថៃទៅបិទរថក្រោះដែលចិនលក់ឲ្យកម្ពុជាមិនឲ្យប្រើវាយថៃទេក៏ពុលទុកម្លេះលោកអាទិញរថក្រោះពីគេមកប្រើស្រាច់ខ្លួនឯងហ្នឹងក៏មានសិទ្ធិសម្រេចអីណាពីអ្នកមកហ្នឹងគឺច្បាស់ការអញ្ចឹងទៀតរឿងអីបានជាចិនទៅចាប់ដើមមកនិយាយប្រាប់ថាយន្តហោះ39គ្រឿងតាមពិតខ្មែរទិញយន្តហោះចិន93គ្រឿងបងប្អូនហើយសំទោសមិនមែនយន្តហោះទេរថក្រោះយើងមានយន្តហោះបបាញ់បដិញណាមួយគ្រឿងដូចប្រហែលជាគូក្បាលហ្នឹងចិត្តតែចង់ឲ្យខ្មែរមានយន្តហោះ F16 អីគេដែរហ្នឹងបានតែគិតរឿងយន្តហោះរថក្រោះហ្នឹងបានប្រយោជន៍ស្អីគេបាញ់ពីលើមេឃមកទម្លាក់អាដ្រូនគេមកខ្ទេចអស់ដូចគ្នាតែសំខាន់គឺវាមានទិញតាំងពីយូរហើយបញ្ជាទិញចិនហ្នឹង93គ្រឿងយូរហើយចិនណាអារថក្រោះហ្នឹងតាមពិតត្រូវឲ្យខ្មែរនៅម្លងខែមិថុនាខែកក្កដាពេលពងបាញ់គ្នាហ្នឹងចុងឆ្នាំត្រូវឲ្យតាំងឆ្នាំ2025ចិនអត់ហ៊ានឲ្យទៀតទិញហើយហ្នឹងអាពេលពងបាញ់គ្នាខ្លាំងអត់យកដឹករថក្រោះហ្នឹងឲ្យខ្មែរទេព្រោះខ្លាចថៃចោទថាជួយដឹករថក្រោះឲ្យខ្មែរទិញយូរហើយក៏មិនទាន់បានដឹកវាមិនទាន់គ្រប់ចំនួនឬក៏ផលិតទាន់អីចឹងដល់ពេលហើយមកទៅដឹកក្រោយហ្នឹងទៅប្រហែលខែមុននេះដឹកមកឲ្យបានតែ39គ្រឿងសិនឯនៅសល់ប្រហែលទៀត93គ្រឿងហើយដល់មកនេះគេមករករឿងថាម៉េចត្រៀមវាយគ្នាទៀតមែនប្រជាពលរដ្ឋថៃតាមសួររហូតដល់ពេលឥឡូវអនុទិនចាំវរៈគុលទៅចិនទៅសៀងហៃមួយលោកម៉ាណែតអីលោកមកដល់ស្រុកខ្មែរវិញអនុទិនអីហ្នឹងក៏វិលមកវិញដែរទៅគេហៅស្អីសន្និសិទបច្ចេកវិទ្យាសិប្បនិម្មិត AI អីនៅចិននោះហើយដល់ពេលទៅជួបគ្នាហ្នឹងជួបមួយស៊ីស៊ីនពីងហ្នឹងថៃគេសួរអនុទិនហ្នឹងក៏សួរស៊ីស៊ីនពីងជំនួសឲ្យប្រជាពលរដ្ឋថៃដែលចេះបារម្ភថារថក្រោះដែលឃើញដឹកទៅខ្មែរថ្ងៃមុន39គ្រឿងហ្នឹងយកទៅធ្វើអីអាហ្នឹងយកមកវាយថៃមែនចិនគេឆ្លាតគេថាអត់ទេរថក្រោះហ្នឹងតាមពិតខ្មែរទិញយូរហើយក៏មិនទាន់បានដឹកឲ្យហើយអត់ហ៊ានដឹកនៅពេលពងវាយគ្នាមួយថៃតែឥឡូវដឹកហ្នឹងគឺអត់មានទេនៅក្នុងបំរាមឬក៏ក្នុងកិច្ចព្រមព្រៀងដែលខ្មែរទិញពីចិនហ្នឹងគឺទិញយកទៅការពារប្រទេសតែអត់យកទៅវាយថៃទេអញ្ចឹងបានថៃហ្នឹងគឺអនុទិនហ្នឹងគឺយកពាក្យហ្នឹងយកមកផ្សាយតាមបណ្ដាញផ្សព្វផ្សាយគេហ្នឹងឲ្យសុបាយចិត្តតិចទៅថាខ្មែរទិញរថក្រោះពីចិនមកក៏ដោយក៏មិនហ៊ានយកមកវាយថៃដែរណែទៅចេះទៀតតែបើខ្លួនឯងទិញពីអាមេរិក F6 ហ្នឹងអាមេរិកមានយកមកឲ្យវាយខ្មែរណាហេតុអីក៏យកមកទម្លាក់គ្រាប់90គីឡូដីចូលក្នុងដល់ដីខ្មែរនៅស្រីស្នំនៅឯខេត្តសៀមរាបចេះតែមានព័ត៌មានរឿងនយោបាយអញ្ចឹងវាពិបាកណាស់បងប្អូនប៉ុន្តែអញ្ចឹងថាអន្តរជាតិហ្នឹងគេប្រកែកអញ្ចឹងបងប្អូនហើយចិនហ្នឹងក៏អញ្ចឹងដែរដោយសារចំណេញពីថៃច្រើនពេកគេថាអញ្ចឹងក៏ថាអញ្ចឹងទៅគឺប្រាប់មកថាអត់ឲ្យយករថក្រោះចិនវាយជាមួយថៃហើយដល់ពេលមានការអីចាំមើលតែយករថក្រោះចិនហ្នឹងទៅវាយមួយទៀតកម្ពុជាយើងនៅចែកតែពីរឿងអារថក្រោះវាយថៃបានហ្នឹងទៅកុំប្តឹងទៅតុលាការព្រំដែនអន្តរជាតិយុទ្ធសាស្ត្រអន្តរជាតិនិយាយពីតុលាការព្រំដែនអន្តរជាតិហ្នឹងថ្ងៃម្សិលមិញតុលាការនេះបានសម្រេចបញ្ជូនសំណុំរឿងកតកម្មសង្គ្រាមនៅលីប៊ីទៅអង្គជំនុំជម្រះនេះជារឿងក្តៅមួយដែរបងប្អូនខ្ញុំបញ្យល់រឿងនេះបន្តិចមុននឹងចប់សុំ5ទៅ10នាទីទៀតចុះរឿងនេះសំខាន់ដោយសារអញ្ចេះតុលាការព្រំដែនអន្តរជាតិហ្នឹងគឺចេញដីកាមិននេះថ្ងៃ16ម្សិលមិញបញ្ជូនសំណុំរឿងទៅជំនុំជម្រះមេដឹកនាំរបស់ប្រទេសលីប៊ីប្រទេសលីប៊ីហ្នឹងជាប្រទេសនៅណាបងប្អូនលីប៊ីហ្នឹងគឺជាប្រទេសនៅអាហ្វ្រិកខាងជើងដែលពីមុនមកអ្នកណាក៏ល្បីប្រទេសនេះដែរផ្ដាច់ការលេខ1ព្រោះអីមានលោកកាដាហ្វីដែលជាមេដឹកនាំកាដាហ្វីនឹងផ្ដាច់ការសម្រាប់មនុស្សពេកទៅប្រជាពលរដ្ឋវាយក្តាំងទៅសម្រាប់គាត់ចោលបាត់ទៅឥឡូវមានរដ្ឋាភិបាលថ្មីបងប្អូនលីប៊ីមិនមែនជាសមាជិករបស់តុលាការព្រហ្មទណ្ឌអន្តរជាតិនេះទេខ្ញុំចង់និយាយរឿងនេះដើម្បីចង់ជម្រាបប្រាប់បងប្អូនដែលប្រកែច្បាប់ប្រកែទម្លាប់អីដែលថាអូកម្ពុជាប្តឹងថៃទៅតុលាការព្រហ្មទណ្ឌអន្តរជាតិមិនបានទេឬក៏អត់មាននរណាក្រៅពីរដ្ឋាភិបាលប្តឹងបានទេរដ្ឋាភិបាលក្រៅប្រទេសនឹងក៏គ្មានសិទ្ធិប្រជាពលរដ្ឋណាក៏គ្មានសិទ្ធិនឹងបោកសិទ្ធិ
ថៃមិនមែនជាសមាជិករបស់តុលាការព្រំប្រទានអន្តរជាតិតុលាការនេះក៏នៅតែមានសិទ្ធិប្តឹងថៃដែរព្រោះបទឧក្រិដ្ឋវាកើតឡើងក្នុងទឹកដីកម្ពុជាដែលជារដ្ឋភាគីរបស់តុលាការព្រំប្រទានអន្តរជាតិឥឡូវប្រទេសលីប៊ីមិនមែនជាសមាជិករបស់តុលាការព្រំប្រទានអន្តរជាតិនេះទេក៏ប៉ុន្តែអ្វីដែលកើតឡើងតាក់ទងនឹងឧក្រិដ្ឋកម្មគឺវាប៉ះពាល់ទៅដល់ឧក្រិដ្ឋកម្មសង្គ្រាមហើយឧក្រិដ្ឋកម្មសង្គ្រាមនេះវាប៉ះពាល់ទៅដល់ប្រទេសដែលជាសមាជិករបស់តុលាការព្រំប្រទានអន្តរជាតិគេចេញដោយការចាប់ខ្លួនអតីតមេដឹកនាំរបស់ប្រទេសលីប៊ីនេះមួយរូបគឺឈ្មោះលោក El Hishri បាទតាមពិតគេចាប់ខ្លួនគាត់ឃុំខ្លួននៅតុលាការព្រំប្រទានអន្តរជាតិនឹងយូរហើយមួយឆ្នាំជាងហើយដោយសារតែលោកគេចខ្លួនទៅប្រទេសអាល្លឺម៉ង់តែដោយសាររដ្ឋាភិបាលអាល្លឺម៉ង់ជាសមាជិករបស់អង្គការនេះតុលាការព្រំប្រទានអន្តរជាតិចឹងសហការមាននៃការចាប់ខ្លួនក៏គេចាប់បញ្ជូនខ្លួនមន្ត្រីរូបនេះបញ្ជូនមកឲ្យតុលាការព្រំប្រទានអន្តរជាតិឃុំខ្លួនមកដល់ឥឡូវអញ្ចឹងគាត់នៅក្នុងគុកទេអានីតិវិធីនេះគឺនីតិវិធីគេស៊ើបអង្កេតនឹង10ឆ្នាំជាងហើយបងប្អូនតែឥឡូវគេបញ្ជូនសំណុំរឿងហ្នឹងទៅជំនុំជម្រះគេចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាមពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដោយសារការរំលោភការសម្លាប់មនុស្សស្អីរង្គាលនៅក្នុងរបបដឹកនាំនៅប្រទេសលីប៊ីហ្នឹងហើយអង្គការសហប្រជាជាតិសំទោសអ្នកណាអ្នកប្តឹងបដិងនេះគឺក្រមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគេអ្នកប្តឹងដោយសារតែគេដើរតួជំនួសទៅព្រោះអីអ្នកណាក៏ប្តឹងបានដែរគាត់ថាក្នុងនេះអង្គការសហប្រជាជាតិគេដឹងរឿងនឹងកើតឡើងអញ្ចឹងក៏បញ្ជូនសំណុំរឿងនេះទៅតុលាការព្រំប្រទានអន្តរជាតិឲ្យចាត់ការទៅហើយយើងឃើញអង្គការសិទ្ធិមនុស្សអន្តរជាតិដូច Human Rights Watch អីហ្នឹងក៏គេស្វាគមន៍ហើយស្នើឲ្យតុលាការនេះការផ្ដន់ទាទោសមន្ត្រីច្រើនទៀតនៅលីប៊ីហ្នឹងមិនមែនមានតែម្នាក់ហ្នឹងទេនៅច្រើនអញ្ចឹងទៅបាទបងប្អូនរឿងនេះក៏ធ្វើឲ្យខាងក្រមរដ្ឋាភិបាលក្រៅប្រទេសហ្នឹងក៏មានទឹកមាត់លេបដែរជាពិសេសលោកអ៊ុំសំអានដែលតុលាការនេះក៏ហៅឲ្យទៅជួយបង្ហាញខ្លួនបំភ្លឺបន្ថែមរឿងបណ្ដឹងរបស់តុលាការ23សំទោសរដ្ឋាភិបាល23ដុល្លារដាក់ទៅហ្នឹងគឺលោកអ៊ុំសំអានគាត់ថាគាត់សង្ឃឹមណាព្រោះដោយសារអីឥឡូវមានគេបន្តសំណុំរឿងហ្នឹងនៅប្រទេសលីប៊ីអញ្ចឹងទៅវាធ្វើឲ្យសំណុំរឿងដែលគាត់ដាក់ប្តឹងរឿងឈ្លានពានកម្ពុជាពីថៃនោះក៏នឹងនេះដែរគាត់បានបង្ហាញថាគាត់បានទិញសម្បត្តិយន្តហោះរួចទៅហើយដើម្បីធ្វើដំណើរទៅកាន់ទីក្រុងឡាអេនៅកន្លែងទីប្រទេសដែលមានតុលាការព្រំប្រទានអន្តរជាតិហ្នឹងដើម្បីទៅបំភ្លឺបន្ថែមក្នុងការធ្វើឲ្យបណ្ដឹងគាត់ហ្នឹងជាយុទ្ធចាត់ការដើម្បីប្តឹងថៃឲ្យខ្ចាក់ដីមកឲ្យខ្មែរវិញតទៅនឹងបទល្មើសអូក្រិដ្ឋព្រោះរដ្ឋាភិបាលកម្ពុជាអត់ប្តឹងហើយអាមីអាថោងរបស់រដ្ឋាភិបាលកម្ពុជាមករករឿងអ្នកប្តឹងហ្នឹងហើយមកថារឿងប្តឹងហ្នឹងខុសច្បាប់អីចឹងទៀតផងបាទបងប្អូនខ្ញុំស្លេះត្រឹមប៉ុណ្ណេះចោះព្រោះអី2ម៉ោងទៅហើយសូមអរគុណបងប្អូនជ្រាលជ្រៅ2ម៉ោងជាងហើយតែបានត្រង់ស្ដាប់ការផ្សាយរបស់ខ្ញុំតាំងពីដើមដល់ចប់រីត្រីសួស្ដីបងប្អូននៅប្រទេសកម្ពុជាអរុនសួស្ដីបងប្អូននៅទីក្រុងឡុងបិចរដ្ឋកាលីហ្វ័រញ៉ានិងទីផ្សារថ្ងៃរះបាទសូមជម្រាបលាជួបគ្នាក្នុងរីត្រីនេះទៀតបាទ